បានសាកសួរនៅក្នុងរដ្ឋបាលសោតដែលជាការបញ្ជាក់អំពីជីវិតអត្តភាពរបស់យើងគ្រប់គ្នាទាំងអស់ដែលមានការកើតហើយក៏តែងតែមានការចាស់និងសេចក្តីស្លាប់ទៅវិញជាធម្មតាมันអាចដើម្បីថិតថេរទៀងទាត់នៅតែក្មេងរហូតគឺអត់បានឡើយគឺមានការប្រែប្រួលនឹងមានការប្រែប្រួលទៅវិញជាធម្មតាក៏ប៉ុន្តែចំពោះសេចក្តីនេះគឺក្នុងជីវិតរបស់យើងគ្រប់រូបទាំងអស់ក៏យើងអាចឃើញដោយខ្លួនយើងព្រោះជីវិតនៃអត្តភាពរបស់យើងគឺយើងសុទ្ធតែជួបប្រទះនៅសេចក្តីទុក្ខនិងសេចក្តីលំបាកសេចក្តីចង្អៀតចង្អល់ចិត្តនៃខណ្ឌដែលយើងគ្រប់គ្នាមានគឺរូបវេទនាសញ្ញាសង្ខារនិងវិញ្ញាណដែលយើងប្រតិប្រកាន់ថាជារបស់យើងដែលយើងត្រូវការនៅសេចក្តីសុខនឹងដូច្នេះទោះបីជាយើងចង់បានតែសេចក្តីសុខយ៉ាងណាក៏ដោយมันអាចដើម្បីបានសម្រេចទៅតាមសេចក្តីប្រាថ្នាសេចក្តីត្រូវការរបស់យើងតែម្យ៉ាងទេព្រោះរឿងជីវិតនេះគឺมันអាចដើម្បីថាឲ្យតែសុខចង់បានតែសុខតែម្យ៉ាងគឺអត់ទេព្រោះព្រះអង្គទ្រង់ត្រាស់សម្ដែងឲ្យទុកណាទាំងអស់ស្មើដោយបញ្ញខណ្ឌគឺអត់មានទេគឺប្រជុំចុះនៅក្នុងខណ្ឌនេះដូច្នេះដល់តែយើងហួងហែងចង់បានតែសុខគឺទុកក៏វាកើតឡើងជាមួយដំណើរគ្នាដែលយើងចង់បាននៅសេចក្តីសុខនោះផងដែរនឹងដូចជាយើងហួងហែងថាចង់ឲ្យយើងនៅតែក្មេងអញ្ចឹងក៏មិនអាចដើម្បីថានឹងថិតថេរទៅតាមចំណង់ចំណូលចិត្តសេចក្តីប្រាថ្នារបស់សពសត្វទេណាគឺវាគង់តែឈឺវាមានចាស់ហើយក៏វាមានសេចក្តីប្រត់ប្រាស់និងសេចក្តីស្លាប់នឹងទៅវិញជាធម្មតានឹងទោសរបស់នឹងដែលយើងស្រឡាញ់ក្តីយើងមិនស្រឡាញ់ក្តីក៏គង់តែនឹងប្រត់ប្រាស់ក៏គង់តែនឹងវិនិច្ឆ័យទៅវិញជាម្ចាស់របស់ទេក៏ប៉ុន្តែចំពោះរដ្ឋបាលដែលបានស្ដាប់នៅធម្មទេសៈដែលមានសេចក្តីសង្វេគនោះក៏ប្រហែលតែឃើញទុកនៅក្នុងជីវិតឃើញទុកនៅក្នុងអត្តភាពរបស់លោកដែលលោកបានស្រាប់ព្រះធម៌យល់ចូលចិត្តថាការដែលនៅគ្រប់គ្រងផ្ទះដែលអាត្មាអញបានស្រាប់ព្រះធម៌មានសេចក្តីពិរោះយ៉ាងនេះក៏មិនអាចដើម្បីនឹងប្រព្រឹត្តឲ្យរួចផុតនៅសេចក្តីទុក្ខនោះបានទេមិនអាចប្រព្រឹត្តព្រមជារយៈធម៌ធ្វើទីបំផុតនៃសេចក្តីទុក្ខភាពជាកិរិយាវិសនឹងបានទេមានតែអាត្មាអញចេញចាក់ផ្ទះចូលទៅកាន់ភ្នោះបួសជាបព្វជិតប្រៀបបីដូចជាសង្ឃដែលគេបានខាត់ហើយគឺមានពេលវេលាច្រើនមានការអប់រំចិត្តដោះខាត់ចិត្តប្រព្រឹត្តទៅដើម្បីឃើញនៅអរិយសច្ចធម៌ដូច្នេះការឃើញនេះគឺដោយអំណាចនៃបានស្ដាប់នៅព្រះធម៌យល់ចូលចិត្តនឹងឃើញច្បាស់នៅក្នុងជីវិតហ្នឹងគឺពិតជាទុក្ខហើយដល់ព្រមដោយឧបនិស្ស័យរបស់លោកនឹងទៀតផងដែលបារមីធ្លាប់បានបំពេញមកគ្រប់គ្រាន់ធ្វើឲ្យដាស់តឿននិងកុសលធម៌នឹងជាបច្ច័យធ្វើឲ្យដាស់តឿនក្នុងសន្តានចិត្តมันអាចដើម្បីនៅគ្រប់គ្រងផ្ទះបានទេទោះបីជាកូនសេដ្ឋីកហិបតីមានទ្រព្យសម្បត្តិប៉ុណ្ណាក៏អត់អាចដើម្បីនៅបរិភោគនៅទ្រព្យសម្បត្តិនឹងដែរគឺត្រូវតែឃើញទោសនៅក្នុងទ្រព្យសម្បត្តិទាំងអស់ហ្នឹងព្រោះទ្រព្យសម្បត្តិគឺអាចវិនិច្ឆ័យអាចដោយប្រការណាក៏ប៉ុន្តែលោកលះបង់នៅសម្បត្តិទាំងអស់ហ្នឹងគឺប្រាថ្នាដើម្បីសម្បត្តិមួយគឺការប្រព្រឹត្តព្រមចរិយធម៌ដើម្បីធ្វើទីបំផុតនៃសេចក្តីទុក្ខដូច្នេះហេតុដែលលោកស្ដាប់ព្រះធម៌គឺជាសំខាន់ណាស់ព្រោះការបានស្ដាប់ព្រះធម៌នឹងឯងទៅបានឃើញទុក្ខនៅជីវិតនិងឃើញថាជីវិតនេះគឺការកើតឡើងមិនអាចដើម្បីទប់ស្កាត់នៅជាតិជារីនិងសេចក្តីស្លាប់នឹងបានទេដែលយើងគ្រប់គ្នានឹងតែងតែមិនពេញចិត្តនឹងតែងតែមិនពេញចិត្តព្រោះសត្វហ្នឹងគឺត្រូវការសុខត្រូវការរស់ក៏ប៉ុន្តែផ្ទុយពីនឹងមកវិញមកគឺអត់អាចដើម្បីរស់រហូតហើយនៅតែក្មេងរហូតគឺអត់ដែរគឺត្រូវតែមានសេចក្តីស្លាប់
hay năng miền ca bọt pra nơi đọc bọt đây chỉ ti sờ lạnh chỉ ti bành chặt có bàn tay phao đây lô bàn trên cha ông pì kia năng là bay bật bật là prem chơi địa thố từ bàn khơi nơi area sát chạ thổ đời cả ọp rồng chặt đời cả tu miền chặt năng để lộc khơi tốt là con sang kha là thò để ngọt nấng từ lộc bàn sầm rách tới chỉ trà hòn năng bàn vơ ti bầm phậtในสิ่งใดตบบ้านก็เพราะอาศัยเมียนสิทธินั่งเชี่ยคลาน้องกายประพฤติประมันเชี่ยทอนั่งเองโดยฉะนั้นคือจำพวกประเทศนั้นได้หลบบ้านเจนบัวคือบัวได้สิทธิโดยหลบกรูบ้านเรียบร้อยจังคือเราเคยตกตามสิ่งใดปัดได้หลบจังประพฤติในประมันเชี่ยทอปัจจัยตีบอมพอดกับบานแต่ตามสิ่งใดปรารถนาสิ่งใดตระการระบบโลกคือบานสมรักเตจีปราหอนนั่นเดียดเนียวบานทลอดสดับประวัติระบบประเทศไอ้คือโลกจีเนเมียนสิทธิไอ้ก็ตัดตัวดำไหนจีเอตัดตะเกะนั่นคือทางดูได้สิทธิโดยลงมาจากสมบัติโดยโลกบานบอกสลายนั้นโดยฉะนั้นกรณีช่วยบรรเจาะเรื่องชีวิตได้โลกเคยตามสิ่งใดปัดไอ้ก็โลกรถเช่นปีชีวิตได้ประพฤติเฉียดตกนั่งได้ชีวิตจิตตกไงเติบบุคคลเนี่ยได้เมียนสิทธิปรารถนาดังไปรถเช่นอย่างปีสิ่งใดตกรถเช่นอย่างปีเจริรถเช่นอย่างปีเพียรที่นั่งมาระนาเพราะชีวิตระบอบเยิงคือมันอาจดังไปกิจพอดเตนั่งกรันแต่มุ่นให้นั่งกลายแต่ปนอกยังกรบรูปนั้นคือมันอาจกิจพอดดังปีสิกใดแต่ออกนั่งมันเตนั่นตัวใบจียังคอมพิวเยี่ยมปรังไตรอย่างนั้นก็มันอาจดำไปเก็บพอดได้หนึ่งปัจจัยมีจำนวนมวยได้อาจดำไปท่ายืงรถในชีวิตเกาะหนึ่งชีวิตนั่งก็จะเตยเจริญนั่งก็กรอมเกลียสิกระไดสลับก็มีก็ปัจจัยยืงสันซ้ำปัญญาตกหนึ่งยืงแซงบาร์ไม่เจียวปะในใส่บานเอารุ่ยพอดดำไปจีดเจริญเสียที่หนึ่งมรณะหนึ่งบานโดยเจรัตบาลเถนั่งโปรหลบบานสันซ้ำเราเคยโตเราขนมชีวิตนั้นคือการได้จักเมียนคือตรองได้กับไรมันจักก็เมียนการได้เชียดเมียนคือตีกับไรเลยมันเมียนเชียดก็เมียนการได้สิกระไรสลัดเมียนคือพลังได้เรากำปีพลังได้มันสลัดนั่นก็เมียนผ่องได้โดยฉะนั้นคือโลกปิจารณาแต่เลอโทในพระสมัยสัมพุทธพระองค์ตรงบานประกาศสมได้อย่างนั้นคือโลกสดับเยอะใช่ปะเยอะเจียวเจ็ดนะนั่นบ้านเจริญอัตรามันบ้านสับจัดหาบาสันเจมันไอ้บัวสับจัดสลัดอันนี้คือโอปะในใจดักเตือนก็สลัดโทได้โลกบ้านสัมซ้ำคือตราบ้านสำรักจูบนั่งพระอรหันตสมาสันปดทองโดยชนะการดักไตรปัญหาระบบยำกันเมียนประมาณปะนะเมียนสิกเรคลาคาตสมกรุช่วยบำเพ็ญสิกเรในแทนสมอัญเชิญขณะสาธุยันติโรหะจันนะดับใจเรียบแล้วไม่ใช่พระสังฆนั้นสังเวชเจนให้เชี่ยวชาญในเรื่องจริยธรรมนะดับใจคือการอุปนิยเตโลกาโทโวสัตว์โลกนั้นอัดตีนั้นไตรเจริญนำโจตโรกได้สลับสลับมือต้องดับจอแต่เอาลงtớiในจะนำประพุทธเพียรสัตว์นั้นคืออัดเมียนบานไอจังอ๋อเห็นอัดเมียนบานไอจังอ๋อปีโปรเยอะวิจิตรเนี่ยโตเจตโตอุกฤษไตรเกณฑ์นำtớiประหารชีวิตเราให้อัดเมียนบานไอเต้ขนมดำนาชีวิตนี้คือเมียนตึกได้บานการประหารชีวิตแต่เป็นเนาะอันนี้คือเจตโตได้เมียนขนมพามิเชียสำหรับเนี่ยการน้อยคือไตรเมียนโตอะไรนั่งจังบานที่เนี่ยได้เมียนสุดท้ายคือจับโยกในเปรียบจาริยธรรมอย่างสำคัญในขนมประศาสนานี้ระหดมาเราสอบทั้งไงในไม่อันเดียนเจ็ดภาพเลียดทำนานนะเนี่ยได้จังพี่คล้วนจังรถจังเก็บเจนอย่างปีมาหาแต่รถละกรรมแต่ทงเทยน้องสองสารวัตรในขนมความมีเจ็ดนี้ก็โจลมาในขนมความแบบนี้ดำไปโรสิกได้สงบดำไปโรเซอร์โรกอลยานทั่วโรวีเบกทั่วนั่นดำไปเอาบานรุ่ยพอดอัมพิกาประหารชีวิตนี่น่ะจังนี่บนคนจ้าพระองค์ตะกรูจากอดีตการวัดสวรรค์บัดตุ้มเถอะที่ปีพระองค์ตรงตราสมได้ค่ะอัตตาเนาโลกาน่ะอันน่ะพิเศษเราเด่นอัตตาเนาคือเขาจะอัดเนียนตีปึ้งเด่นอัดเนียนตีปึ้งตีปูนตาหนักตีปูนนะอัตตาหนักอัตตาเนาโลกาสัตว์โลกเนาะอัดเนียนตีปึ้งตีปูนเต้
អាណភិសរោទាំងអាណភិសរោគឺថាវាអត់មានអ្វីជាទីរលឹកណាអភិសរៈគឺថាវាជាការរលឹកដល់ក្រៃលែងដល់ទៅអាណភិសរោវាអត់មានជាគ្រឿងរលឹកវាអត់មានសរុបសេចក្តីមកគឺថាសត្វលោកនឹងអត់មានទីពឹងទីពួនទីអាស្រ័យអីដើម្បីនឹងពឹងពាក់ពំនាក់ទៅបាននេះជាសេចក្តីមួយដែលបញ្ជាក់ពីហេតុនាំឲ្យព្រះរដ្ឋបាលអធិនឹងឯងចូលកម្មធ្នូបុស្សបាបវិចិត្រនឹងដោយសទ្ធាអញ្ចឹងសូមនិមន្តកណ្ដាលគុណចាស់បញ្ចេញសេចក្តីកន្លែងហ្នឹងឲ្យឃើញថាជាហេតុជាផលទាំងជាហេតុជាផលសូមរតនានិមន្តទាំងណាខ្ញុំព្រះអង្គចាស់សូមនមស្ការចំពោះប្រជុំ3នៃព្រះរតនត្រ័យដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាដល់ពុទ្ធពុទ្ធសូមគោរពនមស្ការចំពោះព្រះសង្ឃថេរៈគ្រប់ព្រះអង្គមានព្រះគ្រូចាស់អធិការនៃវត្តតាំងគោកនិងធ្វើនៅសមានចិត្តគ្រប់អានចំពោះបកណាគុណម្ចាស់គ្រប់ព្រះអង្គសូមចម្រើនពរដល់ញាតិញោមពុទ្ធបរិស័ទទាំងឡាយដែលមានសទ្ធាជ្រះថ្លាក្នុងការចូលរួមក្នុងកម្មវិធីបុណ្យនេះនៅក្នុងពេលវេលាឱកាសនេះដែលយើងទាំងអស់គ្នាពោពេញទៅដោយសេចក្តីត្រេកអរជ្រះថ្លានិងសទ្ធាប្រកបព្រមជាមួយនឹងបញ្ញាប្រាថ្នានៃសេចក្តីចម្រើននៅក្នុងជីវិតរបស់ខ្លួនចូលខ្លួនមកដើម្បីនឹងត្រង់ត្រាស់ស្ដាប់នៅព្រះអាវាទានុសាសនាដ៏ប្រសើររបស់ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់នៅក្នុងពេលវេលានេះក៏ជាការដែលលោកគ្រូត្រូវដាក់បញ្ហាសម្រាប់ខ្ញុំកណាផ្នែកភាពដើម្បីដោះស្រាយនៅក្នុងបាតនៃព្រះគាថាអត្តាណោលោកោអលភិសរោនៅក្នុងโลกនេះគឺថាអត់មានទីពឹងទីពួនហើយក៏មិនមានអ្វីជាទីរលឹកដោយយ៉ាងក្រៃលែងផងដែរពិតណាស់ព្រះពុទ្ធដីកាដែលព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ដែលព្រះអង្គទ្រង់ត្រាស់សម្ដែងហើយគឺជាសច្ចវិជ្ជាសម្រាប់សម្ដែងដើម្បីសត្វលោកអ្នកមានឧបនិស្ស័យនៃបញ្ញាបានត្រាស់រិះបានពិចារណាឲ្យឃើញសភាពពិតនៃសច្ចធម៌នោះមែនជាធម្មតាជីវិតរបស់យើងគ្រប់គ្នាដែលយើងមិនបានចូលកាន់នៅធម្មវិន័យឬក៏មិនបានស្ដាប់នៅព្រះធម៌របស់សពរោះមិនបានពិចារណានៅធម៌របស់សពរោះឲ្យបានត្រឹមត្រូវមុតមមទេក៏យើងឃើញថានៅក្នុងโลกនេះហាក់បីដូចជាមានទីពឹងសម្រាប់ខ្លួនយើងម្នាក់ហាក់បីដូចជាមានទីពឹងសម្រាប់សត្វផ្សេងទីពឹងទ្រព្យសម្បត្តិទីពឹងផ្ទះសម្បែងទីពឹងអ្វីសពគ្រប់ប្រការទាំងអស់ដែលខ្លួនឯងនឹកគិតឃើញចំពោះវត្ថុក្នុងโลกដែលជាវត្ថុកាមចឹងហើយក៏ត្រូវតែពេញចិត្តពេញថ្លើមនៅក្នុងវត្ថុទាំងអស់នោះហើយតែហែងទាំងជាការធ្វើឲ្យជាប់ចិត្តជាប់ចម្ពាក់ក៏ប៉ុន្តែដែលព្រះពុទ្ធដីកាព្រះអង្គទ្រង់ត្រាស់សម្ដែងថានៅក្នុងโลกមិនមានអ្វីជាទីពួនទីពឹងបំណែកអាស្រ័យព្រោះអាស្រ័យថាភ្ជាប់នឹងប្រគិតថាខាងដើមហើយដែលព្រះអង្គទ្រង់ត្រាស់សម្ដែងថាសត្វលោកយើងនឹងតែងតែមានវ័យនឹងវាកន្លងទៅវាមានតែការអស់ទៅវាមានតែការសូន្យទៅដូច្នេះជីវិតរបស់មនុស្សលោកគ្រប់គ្នាជាធម្មតាมันអាចរកអ្វីមួយដែលថាជាទីពឹងពំនាក់ពួនអាស្រ័យថាកុំឲ្យវាប្រព្រឹត្តទៅដោយការចាស់កុំឲ្យប្រព្រឹត្តទៅដោយការឈឺកុំឲ្យប្រព្រឹត្តទៅដោយការស្លាប់គឺអត់មានវត្ថុក្នុងโลกនោះអត់មានការពារអញ្ចឹងបានអត់មានការពារបាននេះជាសច្ចធម៌ពិតប្រាកដហើយសម្រាប់យើងទាំងអស់គ្នាជាពុទ្ធបរិស័ទបានពិចារណាឲ្យឃើញជាក់ច្បាស់ថាសូម្បីបុគ្គលណាក៏ដោយនៅក្នុងโลกជាអ្នកបរិបូរទៅដោយទ្រព្យសម្បត្តិមាសប្រាក់រតនៈផ្សេងថាសពគ្រប់ប្រការទាំងអស់
วัตถุទាំងអស់នោះថាឲ្យជាទីពឹងពុនៈអាស្រ័យសម្រាប់ខ្លួនកុំឲ្យចេះកុំឲ្យជឿកុំឲ្យស្លាប់នោះវាអត់បានមិនមែនត្រឹមតែប៉ុណ្ណឹងទៀតថារូបកាយហ្នឹងវាការពារមិនបានកុំឲ្យការឈឺចាស់ហើយនឹងស្លាប់ហើយនោះថែមទាំងមិនអាចដើម្បីនឹងការពារឲ្យផ្លូវចិត្តហ្នឹងរួចផុតអំពីសេចក្តីទុក្ខកង្វល់កង្វល់ផ្សេងៗក៏អត់មានដែរត្រឹមតែការផ្ដល់នៅសុខវេទនាខ្លះៗតិចតួចនៅក្នុងលោកហើយក៏ប្រព្រឹត្តទៅដោយសេចក្តីខ្វល់ខ្វាយកន្ទុកកន្ទែងទៅតាមផ្លូវចិត្តដោយអកុសលដោយបាបទាំងឡាយផ្សេងៗដោយច្រើនសន្ធឹកសន្ធាប់ទៀតនេះជាសេចក្តីពិតនៃជីវិតដែលថាក្នុងលោកពិតជាអត់មានទីពឹងប្រកបមែនសំបីខ្លួនឯងហ្នឹងក៏មិនអាចដើម្បីនឹងជាទីពឹងខ្លួនឯងទីពួនទីពំនាក់អាស្រ័យឲ្យមមទាំក៏មិនបានមិនចាំបាច់ពោលទៅធ្វើដល់ការនិយាយដល់វត្ថុខាងក្រៅថាជាទីពឹងពំនាក់សម្រាប់ខ្លួននោះនឹងចឹងតាមផ្លូវកាយតាមណាអត់ទោះទាំងចុះដែលយើងយកពុទ្ធពធវិសង្ឃជាសារណៈនោះពុទ្ធហាងសារណៈវិសាមិមិនបានថាអត់ទីពឹងទីរលឹកទេណាសូមចរិតពរនៅក្នុងបញ្ហាថាការដែលយើងទាំងអស់គ្នាយកព្រះពុទ្ធពធប្រសង្ឃជាទីពឹងជាសារណៈនេះជាការប្រពៃមួយដែរប៉ុន្តែគ្រាន់តែការបញ្ជាក់នៅក្នុងទីនេះថាវត្ថុអ្វីទាំងពួងគឺអត់ជាទីពឹងហើយដែលយើងជាពុទ្ធបរិស័ទដល់នៅព្រះពុទ្ធពធប្រសង្ឃជាទីពឹងជាសារណៈនេះក្នុងអត្ថកថាសមង្គលវិលេសនីនៃគម្ពីរទីឃនិកាយបានសម្ដែងឲ្យថាជាទីពឹងប្រសើរត្រង់ដែលថាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងធម៌យ៉ាងណាជាសច្ចធម៌យើងប្រព្រឹត្តទៅតាមព្រះធម៌នៃព្រះសម្មាសម្ពុទ្ធរមែងបានឃើញជាក់ច្បាស់រមែងមានទីពឹងនៅក្នុងធម៌អញ្ចឹងនៅក្នុងលោកអត់មានអីទីពឹងគឺអត់មានអីទីពឹងទីពួនទីសំណាក់អាស្រ័យនោះគឺសំដៅដល់វត្ថុអ្វីដែលខ្លួនឯងរស់នៅសពថ្ងៃនឹងឯងចឹងសូមបញ្ជាក់ក្នុងសេចក្តីខ្លីប៉ុណ្ណេះសូមលោកគ្រូយ៉ាងណាជួយបន្ថែមទៀតណាអរគុណអាចារ្យណាដូច្នេះពុទ្ធបរិស័ទហ្នឹងបានដល់ព្រះពុទ្ធពធប្រសង្ឃហ្នឹងជាសារណៈគឺថាជាទីរលឹកហ្នឹងយកព្រះពុទ្ធពធប្រសង្ឃដែលជាទីពឹងទីរលឹកហ្នឹងយកមកជាទីពឹងទីរលឹកដើម្បីអីបានប្រយោជន៍អីចឹងបើអ្វីអត់អាចដើម្បីជាទីពឹងបានហើយអ្វីតាមសេចក្តីនៃពធហ្នឹងគឺថាមិនមែនជារបស់ខ្លួនហើយយើងក៏មិនអាចដើម្បីជាធំលើអ្វីបានដូច្នេះក្នុងโลกនេះឃើញថាមានសភាពដែលមិនអាចយើងធ្វើជាម្ចាស់ទៅបានដូច្នេះយើងពឹងពុទ្ធពធប្រសង្ឃហើយនឹងសេចក្តីនៃព្រះធម៌ដែលព្រះអង្គទ្រង់ត្រាស់សម្ដែងថាអត្តាណោលោកោអនភិសរោសត្វលោកអត់មានទីពឹងហើយអត់មានអ្វីជាទីរលឹកដល់ក្រៃលែងមិនអាចដើម្បីជាធំលើអ្វីទៅបានអាហ្នឹងខ្ញុំណាបានស្ដាប់មកហើយពីរឿងថាអ្វីជាសម្បត្តិរបស់របរជាសង្ខារធម៌ក្នុងលោកហើយចុះការដែលយកពុទ្ធពធប្រសង្ឃជាសារណៈជាទីពឹងទីរលឹកហ្នឹងវាមានន័យសេចក្តីខុសគ្នាយ៉ាងម៉េចក្នុងសេចក្តីហ្នឹងទេនៅក្នុងការទីពឹងចំពោះពុទ្ធបរិស័ទដែលយើងទាំងអស់គ្នាតែងតែដល់នៅពុទ្ធពធប្រសង្ឃជាសារណៈជាទីពឹងនោះមិនមែនយើងដល់ហើយដើម្បីថានឹងឲ្យព្រះសម្មាសម្ពុទ្ធជួយយើងដោយប្រការណាទេមិនឲ្យព្រះធម៌ហ្នឹងជួយយើងយ៉ាងនេះយ៉ាងនោះឬក៏ប្រសងនឹងជួយយើងយ៉ាងនេះយ៉ាងនោះបានទេប៉ុន្តែសភាពពិតនៃការដែលយើងដល់គឺយើងទាំងអស់គ្នាជាពុទ្ធបរិស័ទតង់តែយល់អំពីគុណរបស់ព្រះសម្មាសម្ពុទ្ធយល់អំពីគុណរបស់ព្រះធម៌យល់អំពីគុណរបស់ព្រះសង្ឃព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ដឹងឡើងនៅក្នុងលោកព្រះអង្គតែងតែគោរពធម៌យកធម៌ជាធំក៏ប៉ុន្តែវត្ថុក្នុងលោកទាំងអស់នៅតែជារបស់មិនទៀងទាត់មិនថិតថេរសូម្បី
សំបីការដល់នៅពុទ្ធធម៌ប្រសង្ឃក៏មិនថិតថេរមិនទៀងទាត់មិនជាប់រហូតនេះជាសេចក្តីពិតមួយចុះហេតុអីបានយើងទាំងអស់គ្នាជាអ្នកដល់នៅពុទ្ធធម៌ប្រសង្ឃដូចតែយើងទាំងអស់គ្នាជាអ្នកបំពេញនៅបុណ្យកុសលអញ្ចឹងពុទ្ធបរិស័ទទាំងអស់គ្នាយើងយកជឿចិត្តអំពីគុណតម្លៃនៃការសាងនៅអំពើល្អសេចក្តីល្អទាំងឡាយផ្សេងផ្សេងការធ្វើទានក្តីការរក្សាសិលក្តីនេះវាមិនមែនជាទីពឹងទីពំនាក់មួយដើម្បីថានឹងឲ្យនៅក្នុងโลกនេះបានសុខបានស្រួលរហូតទេដូចតែយើងត្រូវឆ្លងទឹកអំពីត្រើយអាយទៅកាន់ត្រើយនេះគឺយើងត្រូវអាស្រ័យទូកអាស្រ័យក្បូនអញ្ចឹងយើងដឹងថាត្រើយអាយហ្នឹងវាមានគ្រោះកាចវាមានភ័យយន្តរាយទាំងឡាយផ្សេងផ្សេងដោយយ៉ាងក្រៃលែងសម្បើមណាស់បើនៅតទៅទៀតគឺរមែងជួបប្រទះនៅសេចក្តីទុក្ខដោយយ៉ាងក្រៃលែងដូច្នេះយើងត្រូវមានការឆ្លងទូកឆ្លងក្បូននោះទៅត្រើយនេះដើម្បីឲ្យផុតអំពីគ្រោះកាចទាំងឡាយទាំងពួងនោះយ៉ាងណាមិញបុណ្យកុសលទាំងឡាយផ្សេងគឺជាទូកគឺជាក្បូនការដល់នៅពុទ្ធវធម៌ប្រសង្ឃដែលយើងបានពិចារណានៅប្រគុណដ៏ធំធេងឃើញជាក់ច្បាស់ហើយយើងព្រមទទួលដូចជាទូកដូចជាក្បូនត្រើយអាយគឺវដ្តសង្សារដែលប្រកបទៅដោយសេចក្តីទុក្ខនិងសេចក្តីកង្វល់ទាំងឡាយផ្សេងគឺវដ្តទាំង3គឺនៅក្នុងកាមភពទាំង3កាមភពរូបភពអរូបភពនេះអញ្ចឹងយើងមានកុសលទាំងឡាយផ្សេងផ្សាយផ្សំរួមគុំជាឧបនិស្ស័យនៃសេចក្តីល្អប្រឹងប្រែងព្យាយាមឲ្យបានច្រើនពេញបរិបូរណ៍ហើយយើងនឹងឆ្លងដល់ត្រើយនេះគឺចេញចាក់អំពីសេចក្តីទុក្ខទាំងឡាយទាំងពួងនោះពោដល់ព្រះនិព្វាននេះដែលយើងទីពឹងណាដែលយើងទីពឹងយកពុទ្ធប្រធមប្រសង្ឃជាទីពឹងហ្នឹងទីពឹងយ៉ាងហ្នឹងទេប៉ុន្តែថាដល់នៅព្រះនិព្វានហើយយើងមានការទីពឹងអីតទៅទៀតគឺអត់មានតទៅទៀតនោះទេជាការសម្រេចហើយទៅតាមការដែលយើងទាំងអស់គ្នាឃើញថាព្រះធម៌ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងឲ្យយើងចេញផុតរួចផុតអំពីសេចក្តីទុក្ខទាំងឡាយទាំងពួងចេញផុតអំពីនៅក្នុងโลกនេះដែលពិតថាជាអត់មានអីជាទីពឹងគឺទីពួនមែនគណៈសាធុចិនណាស្ដាប់កន្លែងហ្នឹងទៅគេរស់ហើយតែញាតិញោមស្ដាប់ការបកស្រាយរបស់គណៈគុណម្ចាស់ព្រះអង្គសមណោហេតុគុណជាហ្នឹងឲ្យបានសេចក្តីហ្នឹងទៀតគឺពិតមែនតែយើងដល់ព្រះពុទ្ធពធប្រសង្ឃដែលជាទីពឹងទីរលឹកហ្នឹងគឺយើងមិនមែនបានដឹងថាព្រះពុទ្ធពធប្រសង្ឃហ្នឹងព្រះអង្គមកជួយយើងទៅយ៉ាងណានោះទេក៏ប៉ុន្តែការដែលបានដល់ព្រះពុទ្ធពធប្រសង្ឃហ្នឹងគឺអ្វីដែលបានដល់នៅព្រះពុទ្ធពធប្រសង្ឃហ្នឹងយើងនិយាយដោយបុគ្គលបញ្ញាថាខ្លួនយើងតែតាមពិតគឺមហាកុសលទេដែលបានកើតឡើងមហាកុសលដែលបានកើតឡើងហ្នឹងដល់ព្រះពុទ្ធពធប្រសង្ឃព្រោះមានតែមហាកុសលទេដែលអាចដល់ព្រះពុទ្ធពធប្រសង្ឃជាទីពឹងទីរលឹកបានដោយប្រពៃព្រោះមានសទ្ធាយល់ដឹងគុណប្រតនត្រ័យគុណព្រះសម្មាសម្ពុទ្ធនឹងអស្ចារ្យណាស់ព្រះអង្គឆ្លងភព3រួចហើយព្រះអង្គញ៉ាំងអ្នកដទៃឲ្យឆ្លងផងព្រះអង្គមានបតិស្អាតហើយព្រះអង្គមានព្រះប្រាជ្ញាញាណដ៏អស្ចារ្យព្រះអង្គជាអគ្គបុគ្គលបំពូលលើសលោកមានសទ្ធាទៀតទៅអាចបានជឿបានយល់ដឹងដល់គុណប្រតនត្រ័យប្រកបព្រមទៅដោយបញ្ញាម្ល៉េះហើយសទ្ធានិងបញ្ញានេះមានតែការកើតឡើងក្នុងមហាកុសលទេអត់មានការកើតឡើងនៅក្នុងលោភៈទស្សមោហៈទេព្រោះណាហើយក្នុងការដែលដល់ប្រធัวហ្នឹងក៏អញ្ចឹងជឿថាប្រធัวដែលព្រះអង្គទ្រង់តាសម្ដែងហ្នឹងគឺបំភ្លឺផ្លូវឲ្យយើងដើរនឹងជឿច្បាស់អញ្ចឹងហើយជឿថាជាន័យយានិកៈធัวដឹកនាំសត្វលោកហ្នឹងឲ្យបានរួចផុតចាកទុក្ខទៀតផងន័យយានិកៈធัวគឺអរិយមគ្គប្រកបដោយអង្គ8ប្រការជឿច្បាស់ថាមាននៅក្នុងពុទ្ធសាសនានេះគឺមហាកុសលដែលកើតឡើងជឿអញ្ចឹងហើយជឿប្រសង្ឃជាស្រ័យបុណ្យប្រសង្ឃជាអគ្គទេពន័យបុគ្គលប្រសង្ឃបានប្រព្រឹត្តបរិបត្តិហើយដោយល្អប្រសង្ឃនឹងបានប្រព្រឹត្តបរិបត្តិហើយដោយប្រពៃបានរួចផុតចាកទុក្ខតាមការណែនាំរបស់ព្រះដែលមានពភាជឿច្បាស់អញ្ចឹងសទ្ធានឹងកើតនៅក្នុងមហាកុសលចិត្តមានស្មារតីមានបញ្ញា
ចាណាគុណចាស់ក៏បានលើកសេចក្តីព្រាបថាដូចជាក្បូនឬដូចជាទូកដែលសម្រាប់យើងឆ្លងទៅកាន់ត្រូវនេះដូច្នេះអ្វីនៅក្នុងโลกនេះនៅតែមិនមែនជារបស់យើងតែដែលនឹងអត់មានសម្រាប់ឲ្យយើងពឹងពួនទេប៉ុន្តែយើងអាស្រ័យទូកក្បូនគឺមហាកុសលតែមហាកុសលយើងនេះគឺមហាកុសលដែលបានប្រសូតចេញមកអំពីការដែលយើងមានសទ្ធានៅក្នុងគុណបរតនត្រ័យឬក៏ដោយដំណើរការត្រាស់ដឹងឡើងនៃព្រះសម្មាសម្ពុទ្ធជាអម្ចាស់ប្រសិនបើព្រះសម្មាសម្ពុទ្ធជាអម្ចាស់មិនបានត្រាស់ដឹងឡើងទេមហាកុសលក៏មានដែរប្រតិក្នុងទានក្នុងសិលក្នុងសមថៈអីហ្នឹងក៏មានតែមិនអាចដើម្បីជាក្បូនឲ្យទៅដល់ព្រះនិព្វានបានទេដល់តែព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ដឹងឡើងនៅក្នុងលោកមហាកុសលរបស់យើងហ្នឹងក៏បាននៅក្នុងទានក្នុងសិលក្នុងសមថៈក្នុងវិបស្សនាហ្នឹងបានជាក្បូនទៅដល់ព្រះនិព្វានដូច្នេះដោយអាស្រ័យមហាកុសលកើតឡើងទាំងនឹងមហាកុសលនេះមានបច្ច័យអំពីការត្រាស់ដឹងឡើងនៃព្រះសម្មាសម្ពុទ្ធហើយដោយអាស្រ័យការដែលយើងបានសាកគប់នឹងសប្បុរសដោយអាស្រ័យដែលយើងបានស្ដាប់ធម៌របស់សប្បុរសដល់អញ្ចឹងទៅមហាកុសលនឹងកើតឡើងមហាកុសលនេះហើយដែលធ្វើឲ្យកណាគុណម្ចាស់ជើងចាក់ផ្ទះចូលកាន់ភ្នោះបុស្សបត្តិចិត្តមហាកុសលនេះហើយដែលធ្វើឲ្យញាតិញោមជើញមកស្ដាប់ធម៌ធ្វើទានរក្សាសិលមហាកុសលនេះហើយដែលធ្វើញាតិញោមដល់ពុទ្ធធ្វើប្រសង្ឃជាទីពឹងទីរលឹកយ៉ាងសុខសួនប្រសិនបើមហាកុសលមិនកើតទេកណាក៏មិនបានបួសញាតិញោមក៏មិនអាចធ្វើទានរក្សាសិលស្ដាប់ពធអីបានហើយមហាកុសលនេះគឺគ្រាន់តែអាស្រ័យបច្ច័យកើតឡើងទេអត់មានបុគ្គលឯណាក្នុងโลกមានឫទ្ធិអំណាចអាចផលិតអាចបង្កើតនៅមហាកុសលឲ្យដល់អ្នកដទៃបានទេសូម្បីតែព្រះសម្មាសម្ពុទ្ធជាអម្ចាស់ក៏ព្រះអង្គមិនអាចបង្កើតមហាកុសលឲ្យដល់សត្វលោកណាបានដែរប្រសិនបើព្រះអង្គអាចបង្កើតមហាកុសលឲ្យដល់អ្នកដទៃបានម្ល៉េះសម័យពុទ្ធកាលមិនមានចោរមិនមានមនុស្សខូចមិនមានអ្នកធ្លាក់នរកទេហ្នឹងដោយបតីករណាព្រះអង្គមិនទុកឲ្យសត្វលោកធ្លាក់នរកទេព្រះអង្គពិតជាបង្កើតមហាកុសលឲ្យដល់សត្វលោកទាំងអស់ជាពិសេសមហាកុសលដែលជាមរណាសន្និយវ័ននឹងដើម្បីទៅកាន់សុគតិសួគ៌ទេវលោកហើយព្រះអង្គអាចបង្កើតអ្នកផលឲ្យដល់សត្វលោកទាំងអស់គ្នាទៅហើយប៉ុន្តែគឺព្រះអង្គមិនអាចមានអំណាចមានឫទ្ធិអីទៅបង្កើតមហាកុសលឬកុសលឯណានីមួយឲ្យសត្វលោកបានហើយព្រះអង្គគ្រាន់តែសម្ដែងព្រះធម៌ដើម្បីជាឧបនិស្សយបច្ច័យដល់អ្នកដែលមានឧបនិស្ស័យស្ដាប់ព្រះធម៌ហើយការស្ដាប់ព្រះធម៌នេះជាអាហារដែលនាំឲ្យមានសទ្ធាកើតឡើងហើយសទ្ធាជាអាហារនាំឲ្យមានយោនិសោមនសិការៈយោនិសោមនសិការៈនាំឲ្យមានសតិសម្បជញ្ញៈជាអាហារនាំឲ្យមានសង្វរៈតទៅហើយនេះបកណាគុណចាស់ញាតិញោមក៏បីមានសេចក្តីជ្រះថ្លាត្រេកអរនឹងពុទ្ធបរិស័ទយើងនឹងខ្លួនឯងទាំងដែលអាចមានឧបនិស្ស័យមានអាហារបច្ច័យញ៉ាំងមហាកុសលឲ្យកើតឡើងដែលសូម្បីតែព្រះសម្មាសម្ពុទ្ធជាអម្ចាស់ក៏មិនអាចបង្កើតឲ្យយើងបានដែរតែឥឡូវមហាកុសលបានកើតនៅក្នុងចិត្តសន្តានរបស់យើងធ្វើឲ្យព្រះគុណម្ចាស់មកបួសបានដោយសារមហាកុសលធ្វើឲ្យញាតិញោមធ្វើទានរក្សាសិលបំពេញភាវនាកម្មផ្សេងៗបានដោយអំណាចនៃមហាកុសលកើតឡើងអស្ចារ្យទៀតបើគុំតែមហាកុសលកើតញាតិញោមអត់អាចមកយល់ដឹងធ្វើអាវពុទ្ធអញ្ចឹងបានទេណាអត់ទេគុំមកថាខ្លួនឯងអាចដើម្បីនឹងបង្កើតមហាកុសលអីឲ្យខ្លួនឯងបានវាមានបច្ច័យទៀតវាមានបច្ច័យនៃមហាកុសលហ្នឹងដោយសេចក្តីមិនប្រមាទដោយការប្រឹងប្រែងព្យាយាមពីអតីតជាឧបនិស្ស័យមកដូច្នេះសរុបសេចក្តីមកគឺជាលាភទាំងលាភធានុត្តរិយៈគឺការបានដោយចំពោះនៅសទ្ធាជឿគុណបរតនត្រ័យនេះឯងសេចក្តីនេះគុណចាំបានបញ្ជាក់ហើយគឺថាសម្រាប់ជាទូកជាក្បូនឆ្លងទៅកាន់ត្រៃនាយតែប៉ុណ្ណោះណានឹងអញ្ចឹងគឺពីរោះណាសេចក្តីនេះគុណចាំបានបកស្រាយជាកលឹះមួយសម្រាប់ឲ្យយើងបានយល់ដឹងនៅក្នុងរឿងទីពឹងហ្នឹងគឺដែលយើងយកពុទ្ធព្រមសង្ឃជាទីពឹងទីរលឹកហ្នឹងវាអាស្រ័យមហាកុសលដែលបានកើតឡើងហើយមានឧបនិស្ស័យនិងពុទ្ធសាសនាយកការសម្ដែងព្រះធម៌ហ្នឹងមកជាគ្រូមកជាអ្នកបង្វឹកបង្ហាត់ឲ្យយើងបាននៅទីពឹងជាក្បូនសម្រាប់ឆ្លងចាកលោកនេះទៅកាន់ព្រះនិព្វានទាំងគណាអញ្ចឹងក្នុងបញ្ហានេះគឺថាឧបនិយតិលោកោអតវោក៏រួចហើយហើយអតាណោលោកោអនភិសរោហ្នឹងក៏រួចហើយទី3ចឹងណាព្រោះធម្មទេសៈមានដល់ទៅ4ទី3គឺអសកោលោកោសព្ទាំងបហាយៈកមនីយ៉ាងទាំងសត្វលោកហ្នឹងអត់មាន1 ម៉ោងហើយឥឡូវសូមបន្តបន្តិចទៅប្រធัว
ជាខ្លឹមសារសំខាន់ដែលជាហេតុនាំឲ្យព្រះរដ្ឋបាលថេរនឹងអះអាងថាធ្វើឲ្យខ្លួនលោកនឹងចូលមកកាន់ភ្នោះដោយសទ្ធាដោយអាស្រ័យការដែលបានស្ដាប់ពធនឹងចឹងហើយប្រគុណចាស់ជាពិសេសនឹងញាតិញោមស្រីប្រុសពុទ្ធបរិស័ទយើងទាំងអស់គ្នាទោះជាមិនបានបព្វជិឧបសម្បទាក៏អាចដើម្បីធ្វើទានសាសិលចូលអង្គុយចិត្តរតនត្រ័យប្រព្រឹត្តធម៌អាចសម្រេចបាននៅទីពឹងអាចសម្រេចបាននៅទីពឹងដែលមិនមែនជាទីពឹងអ្វីៗសម្រាប់នៅក្នុងโลกនេះទេគឺជាទីពឹងនៅក្នុងព្រះធម៌ជាទីពឹងដើម្បីឲ្យរួចផុតចាកโลกដូចជាខ្សែដែលយើងតោងឲ្យយល់ខ្លួនយើងចេញអំពីត្រៃអាយនេះទៅកាន់ត្រៃមេអីចឹងឬក៏ដូចជាខ្សែសម្រាប់យោងយើងឲ្យរួចអំពីអណ្ដូងដែលយើងធ្លាក់ទៅនោះនឹងក្នុងអណ្ដូងមានផ្ទួយក្អែតសេរពឹសសត្វសាហាវផ្សេងៗនឹងទុកទោសគ្រោះថ្នាក់ងងឹតសូនសង្ឃហើយមានខ្សែដាក់ទៅយើងបានតោងពធហ្នឹងអញ្ចឹងចឹងដើម្បីបានជាទីតោងរបស់យើងដើម្បីឲ្យរួចពីអវិជ្ជារួចពីសេចក្តីល្ងងរួចពីភាពជាអសប្បុរសរួចពីភាពជាពេលរួចពីភាពជាអ្នកមិនចេះមិនដឹងហ្នឹងឲ្យបានមកជាអ្នកមានពលឺភ្លឺស្វាងហើយជាពិសេសគឺថាអាចរបស់ខ្លួនរួចចេញអំពីពន្ធនាគារគឺបញ្ចខណ្ឌនេះដែលមានទរណកម្មដោយកងទ័ព12កងហ្នឹងអញ្ចឹងនៅក្នុងបញ្ហាធម្មទេសៈទី3ជាបន្តមកគឺអសកោលោកោសត្វទាំងបហាយៈកមនីយ៉ាងអសកោលោកោគឺថាសត្វលោកអត់មានអ្វីជារបស់ខ្លួនទេណាគេថាអសកោទាំងនៅសកោគឺថាវាមានខ្លួនវាមានរបស់ខ្លួនណាដល់តែអសកោគឺថាអត់មានខ្លួនអត់មានអ្វីជារបស់ខ្លួនទេសត្វទាំងបហាយៈកមនីយ៉ាងគេថាត្រូវលះបង់នៅរបស់គ្រប់យ៉ាងទាំងណាសត្វទាំងបហាយៈគឺថាត្រូវលះបង់ត្រូវវិន័យអស់នៅរបស់គ្រប់យ៉ាងហ្នឹងកមនីយ៉ាងហើយទៅណាទៅណាទៅតាមអំណាចនៃកម្មមែនទេទេណោះជាបច្ច័យក្នុងសង្សារវដ្តហ្នឹងគឺមិនអាចខិតនៅក្នុងโลกនេះបានទេប៉ុន្តែបើយើងមានផ្លូវនៅក្នុងព្រះសាសនានេះហើយនឹងយើងលះបង់មែនតែទៅកាន់ទី1ដែលអស់កង្វល់អញ្ចឹងកាលណាគុណចាស់បញ្ចេញសេចក្តីហ្នឹងមើលដើម្បីឲ្យឃើញថាជាហេតុដែលនាំឲ្យពុទ្ធបរិស័ទយើងមានសទ្ធាយ៉ាងហោចណាស់ក៏ចូលមកអង្គុយចិត្តប្រតនត្រ័យបានល្អដែរបើមិនដល់ចូលកាន់ភ្នោះបួសជាបព្វជិតណាទៀតណាហើយកាលណាពុទ្ធចាស់មុននឹងបួសមានធัวកន្លែងហ្នឹងអីទៅណាមុននឹងចូលបួសគ្រូមុននឹងចូលបួសដូចមិនទាន់ចេះដល់ប៉ុណ្ណឹងទេមិនចេះដល់ប៉ុណ្ណឹងទេគាត់ថាមានសទ្ធាស្រាលស្រាលណាហើយមិនបានមកបួសកើតសទ្ធាស្រាលស្រាលហ្នឹងមានឧបនិស្ស័យឃើញបួសហ្នឹងវាស្រួលវាសុខជាងដែលនៅរស់ក្នុងកាហាវាហ្នឹងវារវល់វាខ្វល់វាពិបាកច្រើនពេកដូច្នេះទាំងកាយទាំងចិត្តហ្នឹងដែលរួមមធ្យោបាយថាមានកន្លែងណាមួយទៀតដែលស្រួលជាងហ្នឹងឥឡូវសាកមើលដល់សាកមើលឃើញស្រួលមែនអញ្ចឹងហ្នឹងអញ្ចឹងគូណាឥឡូវហើយចុះបើគេថាលោកពុកនេះយកស្រួលតែឯងតែកើតគេមកអត់មាននៅគ្រប់គ្រងគេមិនហ្នឹងរឿងហ្នឹងគឺជារឿងដែលគេនិយាយអញ្ចឹងណាគ្រូក៏ប៉ុន្តែបើសិនជាលោកពុកនឹងមិនបានរស់ពី20ឆ្នាំមុនណាលោកពុកនឹងទៅបាត់ហើយហ្នឹងហើយបើសិនជាលោកពុកនឹងស្លាប់ពីខែមុនក៏ទៅដែរឬក៏អបមាថាបើសិនជាលោកពុកនឹងឃើញឯណាមួយទៀតហើយទៅតាមមួយទៀតក៏ទៅដែរហ្នឹងហើយឃើញអីមួយទៀតអបមាថាមានប្រពន្ធមួយទៀតអីចឹងណាហ្នឹងហើយក៏ទៅដែរហ្នឹងហើយប៉ុន្តែទៅក្នុងឱកាសនេះជាទៅនៅក្នុងការល្អការបំពេញនៅព្រហ្មចរិយធម៌ការដែលធ្វើឲ្យខ្លួននឹងបានជាបុគ្គលប្រសើរហើយដើម្បីជួយដឹកនាំអ្នកដទៃនឹងហើយចុះបើសិនជាមិនមកវិញមានប្រយោជន៍អីដែលនៅកន្លែងនឹងជាមួយគ្នាហើយល្ងងជាមួយគ្នាហើយទីបំផុតស្លាប់ទៅហើយដូច្នេះវាអត់ប្រយោជន៍ដោយព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថារស់នៅ100ឆ្នាំដែលមិនបានឃើញនៅនាមធម៌ហើយនឹងរូបធម៌កើតហើយនឹងរលត់មិនបានស្មើនឹងគេរស់នៅក្នុងមួយវិនាទីគឺមួយថ្ងៃដែលបានឃើញព្រះធម៌គឺការកើតនឹងរលត់នៃសង្ខារធម៌ឬក៏បញ្ញខណ្ឌនឹងទេ
ให้តាំងពីគុណចាស់មកបួសបានប្រហែល4ឆ្នាំហើយហ្នឹងមានបានជួយកូនរឿងអីដែរឬក៏មិនតាន់បានជួយទេទេពួកពេលណាមួយឆ្នាំស្មើទៅអូស្ត្រាលីម្ដងអញ្ចឹងណាហើយទៅក៏បានដឹកនាំកូនចៅបញ្យល់អំពីសេចក្តីល្អអំពីការរក្សាសិលមកនាំមកនៅប្រយោជន៍ហើយជីវិតនឹងវាមិនទៀងថាយើងក្មេងក៏អាចស្លាប់ចាស់ក៏អាចស្លាប់ដូច្នេះអ្នកខ្លះស្លាប់ពីក្មេងទៅប៉ុន្តែជាមួយគ្នានឹងការស្លាប់នឹងឲ្យបានធ្វើអ្វីដែលជាអំពើល្អសម្រាប់ប្រយោជន៍បច្ចុប្បន្នហើយនឹងប្រយោជន៍បរលោកនឹងការដឹកនាំហ្នឹងគ្រូណាប៉ុន្តែដល់ជួតជ្រាបទទួលបានបណ្ណាអានឹងមិនតាន់បង្ហាញពីលទ្ធផលនៅឡើយទេណាប៉ុន្តែអញ្ចឹងកណ្ដាលគុណចាស់នឹងព្យាយាមបន្តទៅទៀតមិនមែនថាមករស់សុខតែឯងទេហើយយ៉ាងទៀតក៏ការដែលចូលកាន់ភ្នូបុស្សបាបចិត្តនេះក៏មិនមែនសម្រាប់ប្រយោជន៍តែប្រគុណម្ចាស់មួយអង្គទេគឺអាចដើម្បីរក្សានៅសម្បត្តិមរតកពុទ្ធសាសនានេះគឺថាជាភារកិច្ចមួយដែលត្រូវមានសម្រាប់គុណម្ចាស់ជាក់ស្ដែងខំប្រឹងសិក្សារៀនសូត្រហើយនិមន្តសម្ដែងព្រះធម៌ដើម្បីបានជាប្រយោជន៍ដល់មនុស្សច្រើនគ្នាមិនមែនយកសុខយករួចខ្លួនតែឯងទេអញ្ចឹងមែនទេណាព្រោះណាអញ្ចឹងសូមនិមន្តសម្ដែងព្រះធម៌បន្តទៀតណាអញ្ចឹងដើម្បីកុំឲ្យពេលវេលានឹងកន្លងទៅចូលមកបញ្ហាកម្មគឺអសកោលោកោសត្វទាំងបហាយៈអ្នកកនិយ៉ាងបានសេចក្តីថាសត្វលោកនឹងអត់មានអ្វីជារបស់ខ្លួនហើយទៅវិញដោយអត់មានអីជារបស់ខ្លួនដែរទៅទេគឺថាទៅវិញនោះគឺបានសេចក្តីថាស្លាប់ហើយទៅតាមយថាកម្មរបស់ខ្លួនឥឡូវនៅពេលដែលរដ្ឋបាលមានុបនឹងដែលបានសម្រេចចិត្តថាបួសនឹងគឺមានឧបនិស្ស័យរួចទៅហើយដល់មានឧបនិស្ស័យនឹងឲ្យបានជួបព្រះសម្មាសម្ពុទ្ធហើយស្ដាប់ធម៌របស់ព្រះសម្មាសម្ពុទ្ធទៅបានជាច្បាស់នៅក្នុងព្រះធម៌នឹងថាគ្មានអ្វីជារបស់ខ្លួនទេបានជាសទ្ធានឹងកើតឡើងដោយសារមហាកុសលអញ្ចឹងមិនមែនបុគ្គលគ្រប់រូបសិតតែស្ដាប់ធម៌ទៅបានជឿដោយព្រះរដ្ឋបាលថេរៈទេអ្នកខ្លះនៅសម័យពុទ្ធកាលក៏បានស្ដាប់ធម៌ដែរប៉ុន្តែបែរជាធ្លាក់នរកបែរជាពធរណីស្រោបដូចជានៅមុខវត្តចេតពន្ធដែលយើងបានទៅឃើញស្នាមនៅរហូតដល់សង្ហៃដូចជានាងចេញចានិងទេវទត្តជាដើមហេតុអ្វីក៏ព្រះសម្មាសម្ពុទ្ធត្រាស់ដឹងហើយមិនក៏មិនបានសម្រេចនៅគុណធម៌ជាន់ខ្ពស់ឬក៏បានដល់អរិយមគ្គអរិយផលរួចចាកផុតទុក្ខថាយល់ទៅលើឧបនិស្ស័យការសន្សំបារមីដែលមានកន្លងមកមានឱកាសឲ្យផលដូចជាព្រះរដ្ឋបាលថេរៈនឹងឯងនឹងគឺជាសេចក្តីផ្ដើមហើយបន្ទាប់មកយើងត្រូវពិចារណាមើលទាំងអស់គ្នាដែលព្រះរដ្ឋបាលថេរៈនឹងពន្យល់ព្រះបាទជាកោរព្យនឹងពន្យល់ថាដោយព្រះរាជានឹងអាចពិនិត្យមើលខ្លួនឯងថាខ្លួនឯងសប្តាហ៍ថ្ងៃនឹងមានទ្រព្យសម្បត្តិជាព្រះរាជាមានបុត្រភរិយាមានកែវមណីមានអ្វីគ្រប់បែបយ៉ាងក៏ប៉ុន្តែរបស់អស់នឹងមិនអាចយកទៅជាមួយបានទេនៅពេលដែលស្លាប់ដូច្នេះនៅពេលដែលស្លាប់គឺយើងទៅតែម្នាក់ឯងក៏ប៉ុន្តែរបស់ដែលយើងយកទៅបានគឺការសន្សំនៅក្នុងសន្តានគឺជាកុសលធម៌ឬក៏ជាអកុសលធម៌ដែលយើងអាចសន្សំទៅបាននឹងព្រះរដ្ឋបាលថេរៈនៅក្នុងភាពជាព្រះអរហន្តដែលយល់ច្បាស់ហើយបានសម្ដែងថាព្រះរដ្ឋបាលថេរៈនឹងចេញចាស់បួសនឹងមិនមែនដោយសារការវិនិច្ឆ័យញាតមិនមែនដោយសារការចាស់ជរាដោយសារព្យាធិដោយសារវិនិច្ឆ័យភោគកត្រប់នោះទេគឺដោយសារការស្ដាប់នៅធម្មទេសនារបស់ព្រះអរហន្តសម្មាសម្ពុទ្ធជាអគ្គបុគ្គលលើលោកជាសាស្តានៃមនុស្សនិងទេវតានឹងគឺបង្ហាញអញ្ចឹងគឺបង្ហាញបញ្យល់អញ្ចឹងដូច្នេះដល់ការបញ្យល់នឹងហើយញាតិញោមពុទ្ធបរិស័ទប្រគុណម្ចាស់គ្រប់បានពិចារណាមើលឃើញដូចជារដ្ឋបាលថេរៈដែរឬទេតើរបស់យើងដែលនៅជាមួយខ្លួននឹងទ្រព្យសម្បត្តិឡានផ្ទះកូនប្រពន្ធដូចជាយើងនឹងជាបុគ្គលលោកគ្រូលើកហើយជាបុគ្គលដែលទទួលជាអ្នកដែលជាប់គុកអញ្ចឹងគេនឹងយកទៅសម្លាប់
នៅពេលដែលធ្វើដំណើរយកទៅសម្លាប់ហ្នឹងយើងបានទៅជួបជាមួយប្រពន្ធហើយយើងក៏អត់សប្បាយដែរជួបរួចហើយយើងជួបជាមួយកូនជាមួយនឹងមាតាបិតាប៉ុន្តែពេលហ្នឹងយើងជាបុគ្គលដែលចុងក្រោយបំផុតគឺគោលដៅគឺមច្ចរាជគឺការកាត់កសម្លាប់ដូច្នេះបុគ្គលនឹងគួរអីនឹងសប្បាយពីព្រោះអ្វីវាអត់មានជាខ្លួនយើងទេពេលហ្នឹងជួបគ្នាប្រពន្ធជួបគ្នាកូនជួបគ្នាមាតាបិតាជួបគ្នាឡានឡងគ្រូសឺហ្នឹងហើយឡងគ្រូសឺហ្នឹងមកស្រុកខ្មែរគេហៅឡងគ្រូសឺណាហើយស្អីចេះឡងគ្រូសឺដល់មើលទៅគេថា Land Cruiser Land Cruiser ហ្នឹងគេថាវាជោគដីហ្មងនៅវាខ្លាំងអញ្ចឹងហ្នឹងគេហៅ Land Cruiser ផ្ទះវិឡាទ្រព្យសម្បត្តិរាប់កោតជាសិទ្ធិជាកហបតីដូចជាអនាថបណ្ឌកសេដ្ឋីអីគាត់មានបានយកទៅអីជាមួយផងប៉ុន្តែការពិតគាត់យកនៅគុណធម៌ដូចជាអរិយមគ្គអរិយផលដែលបានជាសោតាបត្តបុគ្គលហ្នឹងយកទៅជាមួយផងទៅកាន់សុគតិភពហើយនៅសល់តែ7ជាតិទៀតបានរួចចាកផុតទុក្ខមិនកើតមិនស្លាប់ដល់ព្រះនិព្វានក៏ដោយដូច្នេះកន្លែងនឹងឯងដែលព្រះរដ្ឋបាលថេរៈបង្ហាញឲ្យឃើញថាអ្វីវាអត់មានជារបស់ខ្លួនទេគួរអីនឹងស្ដាយសំណោះអ្វីយើងនឹងទៅចោលហើយសំបីតែប្រាក់មកកាក់ដែលគេបង់នៅក្នុងមាត់ហ្នឹងក៏មិនអាចយកទៅជាមួយបានផងដូច្នេះញាតិញោមពុទ្ធបរិស័ទបានជាការពិចារណាឲ្យយល់ឃើញថាបើយើងមិនអាចលះបង់បាន 100% យើងចាប់ផ្ដើមលះពី 20% ទៅចាប់ផ្ដើម 30% ទៅដើម្បីឲ្យអ្វីហ្នឹងទៅគៀកជាប់ជាមួយនឹងបរតនត្រ័យគឺមានពុទ្ធធម៌ប្រសង់ជាដើមលះមិនលះមិនលះ 20% អញ្ចឹងមិញហ្នឹងដែលថាលះមិញហ្នឹងមិនមែនលះស្អីទេលះក្នុងការធ្វើទានលះក្នុងការរក្សាសិលលះនៅក្នុងបញ្ញកិរិយាទាំង10ដើម្បីសន្សំនៅកំណប់បុណ្យហ្នឹងដែលជាឧបនិស្សយបច្ច័យជួយឲ្យបានទៅកាន់សុគតិភពដើម្បីឲ្យបានខ្លួនជាមនុស្សល្អក្នុងជាតិនេះជាប្រយោជន៍ក្នុងបច្ចុប្បន្នជាប្រយោជន៍នៅក្នុងបរលោក ដើម្បីប្រយោជន៍ចុងក្រោយបរមត្តប្រយោជន៍គឺបានដល់ព្រះនិព្វាននឹងហើយនឹងគឺការដែលបានពិចារណាអញ្ចឹងហើយស្មាននឹកឃើញមួយទៀតដែលថាព្រះបរមពុទ្ធិសត្វដែលបានកើតជាអនាថកើតជាសមេតថាបោះនឹងបានពិចារណាសមេតថាបោះនឹងបានពិចារណាឃើញថាមេដាបៃតាជីដូនជីតានឹងមិនបានធ្វើប្រយោជន៍ឯសំខាន់ទេបានជាបន្សល់នៅទ្រព្យសម្បត្តិយ៉ាងច្រើនពីព្រោះគាត់ទៅក៏បានជួយអីទៅជាមួយបានផងដូច្នេះបន្សល់ទុកឲ្យអត់មានប្រយោជន៍អីសម្រាប់បរលោកទុកឲ្យកូនវាអត់បានប្រយោជន៍អីបរលោកសម្រាប់ខ្លួនគាត់អញ្ចឹងគាត់ជាមនុស្សល្ងងមានកូនគេត្រូវទុកត្រាប់ឲ្យកូនអានឹងគាត់ថាអានឹងគឺថាបើសិនជាយើងយល់អញ្ចឹងខ្លួនឯងទុកឲ្យកូនប៉ុន្តែខ្លួនឯងទៅទាំងវេទនាទៅតាមយថាកម្មដែលមិនដឹងកោះមិនដឹងត្រៃអាចជាអបាយមុខក៏បានចុះបើសិនជាយើងយកទ្រព្យសម្បត្តិនឹងដើម្បីជាប្រយោជន៍ដូចព្រះបរមពុទ្ធសាសនាអញ្ចឹងលះបង់ទ្រព្យសម្បត្តិនឹងធ្វើទានដូចជាចាក់ទឹកក្នុងក្អមកុំឲ្យមានសល់មួយដំណក់ក្នុងទីហ្នឹងហើយបានចេញទៅបួសហើយបានសម្រេចនៅឈានសមាបត្តិហើយបានទទួលជាកពីព្រះសម្មាសម្ពុទ្ធទីបាងកបានសម្រេចថានឹងបានត្រាស់ដឹងជាពុទ្ធក្នុងរយៈពេល4អសង្ខ័យមួយសែនកម្មតើនឹងជាគុណប្រយោជន៍ដែរទេនឹងវាខុសគ្នានឹងទុកឲ្យកូនហើយនឹងវាបានរួចចាកផុតទុកហើយបានត្រាស់ដឹងជាពុទ្ធនឹងទៅនឹងបើអត់មានត្រាស់ទុកឲ្យកូនស្លាប់ទៅកូនមួម៉ៅអត់ធ្វើបន់ឧទ្ទិសឲ្យហើយបើទុកត្រាប់នឹងឲ្យកូនស្លាប់ទៅកូនធ្វើបន់ឧទ្ទិសឲ្យអ្នកគោត្រឹមត្រូវលោកគ្រូមានសាសនឹងសូមអនុមោទនាណាក៏ប៉ុន្តែបើសិនជាយើងធ្វើខ្លួនឯងច្រើនណាស់ទៅហើយយើងមានតែភ័យព្រួយថាកូនធ្វើមិនធ្វើឯណាពីព្រោះបើសិនជាទៅសុគតិភពមានឋានសួគ៌6ជាន់ឬក៏នៅក្នុងព្រហ្មលោកហើយបានស្ដាប់ធម៌ព្រះអរិយបុគ្គលរួចចាកផុតទុក្ខហ្នឹងមិនភ័យខ្លាចកូនហ្នឹងឧទ្ទិសឲ្យឬមិនឧទ្ទិសទេណាអញ្ចឹងអត់មានទុកមរតកអីឲ្យកូនសោះអីយ៉ាងម៉េចម៉ែឪហ្នឹងមរតកបើសិនជាមានលទ្ធភាពទុកក៏ទុកខ្លះទៅណាប៉ុន្តែទុកដែលប្រសើរគឺអរិយទ្រព្យដើម្បីអប់រំកូនដឹកនាំកូនកុំឲ្យធ្លាក់ទៅក្នុងអបាយភូមិសូមអនុមោទនាថាទុកសាទុកចឹងអនុមោទនានឹងឈប់ឲ្យសួរអស
សកលលោកកោដែលសត្វលោកហ្នឹងមិនមានអ្វីជារបស់ខ្លួនទេទេណាណាភាសាអង់គ្លេសមានកន្លែងហ្នឹងចឹងអសកលលោកកោមិនមានអ្វីជារបស់ខ្លួនមានណាអសកលលោកកោគឺថាមិនមានអ្វីជារបស់ខ្លួន all living being have nothing to be your own have nothing to be your possession សត្វទាំងបហាយៈកមនីយ៉ាងតែត្រូវលះបង់នៅរបស់ទាំងអស់គ្រប់យ៉ាងហើយស្លាប់ចោលទៅ if you go away or passing away you got nothing with you to go go to die go to die អាហ្នឹងងាប់ទៅងាប់ហើយណាទៅណាពីរោះណាឲ្យសบายចឹងណាសន្តិវិសាឆាដេញដោកណាគុណចាស់ប៉ុន្តែក៏យើងមើលពេលវេលាផងដែរណាគឺណាឥឡូវនៅមួយទៀតទាំងកុំឲ្យខ្វះសំខាន់ណាស់ទី4នេះព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងថាឧណោលោកោអតតោតណ្ហាទេសោណាឧណោលោកោថាសត្វលោកហ្នឹងខ្វះកន្លះជានិច្ចណាអង្គថាមែនall living beings especially human being you haven't got everything to be enough all the time you have nothing to be enough ហ្នឹងគឺបានស្ដីថាវាអត់ចេះគ្រប់គ្រាន់ណាenough you have nothing to be enough ត្រូវហ្នឹងត្រូវអញ្ចឹងមិនគុណចាស់សម្ដែងទាំងអស់ទាំងអតិតតោតមហាទេសោហ្នឹងគឺតែពាក្យដាលប៉ុន្តែឃើញឆ្លើយច្រើនព្រោះអានេះគឺបន្ថែមពីគេច្បាស់ហ្នឹងណាឧណោលោកោហ្នឹងដូចអតិតតោបល័យថាអត់ឆ្អែតអតិតតោមកប៉ុណ្ណឹងថាម៉េចអាហ្នឹងអត់ឆ្អែតទេអត់ឆ្អែតដូចឆាន់បាយអត់ឆ្អែតចឹង you can you eat but not full enough អាហ្នឹងគឺថា eat not full enough ហើយបើនិយាយថាយើងស្អីមិនឆ្អែតហ្នឹងអតិតោបានន័យថាមិនចេះឆ្អែតណា so we have everything but still not enough អាហ្នឹងវាត្រូវនឹងតណ្ហាទេសោអត់ឆ្អែតនេះជាទេសៈរបស់តណ្ហាឬអត់ចេះគ្រប់គ្រាន់តណ្ហាហ្នឹងអង់គ្លេសហៅថា craving a craving is តណ្ហាមិនចេះជាខ្ញុំរបស់តណ្ហាគឺ you will be a slave of the craving slave of a desire the slave of the need you need all the time ត្រូវការចំណេញ the need all the time so you become a slave of a craving slave of a desire slave of the need សាធុទេនឹងទុកឲ្យកូនចៅស្ដាប់សេចក្តីប៉ុណ្ណឹងតែបើមិនបានច្រើនក៏បានសាខ្លះគ្រាន់ពិចារណាហើយសេចក្តីបញ្យលអធិប្បាយជាភាសាខ្មែរតទៅបញ្ចេញសេចក្តីនៃបាលីពុទ្ធដីកាហ្នឹងឧណោលោកោអតតោតណាទេសោតែសត្វលោកហ្នឹងគឺខ្វះកន្លះជានិច្ចឧណោហ្នឹងគឺអត់គ្រប់ទេណាបើថាចំនួនវិញគឺថាគឺមិនមែន20ទេណាថាឧណវិសតិណាវិសតិហ្នឹង20ណាឧណវិសតិអាហ្នឹងគឺ19ចឹងចំនួន19ហ្នឹងគឺថាឧណវិសតិណាហើយបើថា29គឺថាឧណតੰសៈគឺថាតੰសៈគឺ30អានេះគឺថាវាខ្វះណាឧណហ្នឹងវាខ្វះណាវាអត់មានពេញលេញអត់មានគ្រប់គ្រាន់ទេគឺថាទោះជាសម្បត្តិទ្រព្យនឹងបានច្រើនប៉ុណ្ណាក៏នៅតែដឹងខ្លួនតែខ្វះហើយកវល់កវាយក្តៅទៅហើយអន្តេងនៅតែមានការខឹងក្រោធជាមួយនឹងទេសកម្មករជាមួយនឹងកូនចៅជាមួយនឹងក្រុមគ្រួសារគឺព្រោះតែមិនបានបំពេញទៅតាមបំណងប្រាថ្នានឹង
តែតើគឺថាអត់ឆ្អែតតែដោយរូបសម្លេងក្លិនរសផលថាពៈហ្នឹងគឺថាបរិភោគមិនឆ្អែតមិនគ្រប់មិនគ្រាន់បានច្រើនណាស់រឹតតែស្រេកឃ្លានណាស់ហ្នឹងរឹតតែស៊ីរឹតតែឃ្លានរឹតតែបានរឹតតែមិនគ្រប់អាហ្នឹងតែណាតណ្ហាទេសោគឺថាជាទេសៈរបស់តណ្ហាថែមទាំងជាទេសៈនៃអារម្មណ៍របស់តណ្ហាទៀតអារម្មណ៍របស់តណ្ហារូបសម្លេងក្លិនរសផលថាពៈសម្បត្តិសម្បូរទ្រព្យសម្បត្តិអ្វីទាំងអស់ហ្នឹងបានរឹតតែច្រើនមកខ្លួនឯងជាទេសៈបំរើនៃអ្វីទាំងអស់ហ្នឹងក៏រឹតតែច្រើនណាស់រឹតតែច្រើនឡើងខែមតទៅទៀតគឺមិនបាននៅស្ងប់ស្ងៀមដោយការឆ្អែតការគ្រប់គ្រាន់ដូចជាព្រះធម៌សម្ដែងថាបាមកជាចៃរីករាយបៃតេឆ្អែតទៅនៅក្នុងសម្បត្តិទាំងពួងហ្នឹងតាសទ្ធិស្ងប់ទៅរហូតដល់ទៅសុខៈមានសេចក្តីសុខក្នុងចិត្តសមាធិតម្កល់ចិត្តនឹងទៅវាអត់មានសភាពដែលជាទីពឹងខាងក្នុងនឹងទេគឺថាវាពឹងជាមួយនឹងរបស់ខាងក្រៅរបស់ខាងក្រៅស្ថិតនៅក្នុងការផ្លាស់ប្ដូរប្រែប្រួលទាំងអស់អត់មាននៅក្នុងចិត្តសន្តានទេម្ល៉េះហើយគឺថាត្រូវចាក់ចោលរបស់ទាំងអស់ហ្នឹងទៅទាំងភាពដែលខ្លួនឯងខ្វះខាតដូចជាប្រែតណាដែលមិនចេះឆ្អែតមិនចេះគ្រប់គ្រាន់ទេតាមផ្លូវចិត្តសន្តានអាហ្នឹងធ្វើដំណើរទៅកម្មសេចក្តីទុក្ខលំបាកនឹងចឹងសូមកណាគុណចាស់និមន្តអធិប្បាយចឹងណាចំដើមពោនៅក្នុងបញ្ហាដែលសត្វលោកខ្វះខាតជានិច្ចមិនចេះគ្រប់មិនចេះគ្រាន់ហើយក៏ជាខ្ញុំរបស់តណ្ហាញោមពុទ្ធបរិស័ទយើងពិចារណានៅក្នុងធម៌ដែលព្រះសម្មាសម្ពុទ្ធប្រងត្រង់បានប្រកាសសម្ដែងនេះគឺមាននៅក្នុងជីវិតរបស់យើងគ្រប់គ្នាទាំងអស់ហ្នឹងព្រោះសេចក្តីត្រូវការសេចក្តីប្រាថ្នារបស់យើងគឺដែលនៅជាបព្វថយជឿននេះអានេះគឺនៅមានកុំថាខ្ញុំអត់មាននេះគឺមិនចឹងទេហ្នឹងគឺសេចក្តីត្រូវការសេចក្តីប្រាថ្នារបស់យើងគឺចាត់តាំងតែបន្តិចដឹងក្តីមកហ្នឹងចាត់មានសេចក្តីប្រាថ្នាសេចក្តីត្រូវការសេចក្តីចង់បានទោះរបស់នោះមានវិញ្ញាណក្តីឥតវិញ្ញាណក្តីណាហ្នឹងគឺតែត្រូវការនឹងដូចញាតិញោមជាគរិយានេះអញ្ចឹងអាហ្នឹងក៏យើងត្រូវការដើម្បីស្វែងរកនៅទ្រព្យសម្បត្តិចិញ្ចឹមជីវិតមានភរិយាមានបុត្រអីទីដាអញ្ចឹងមកដើម្បីបាននៅទ្រព្យសម្បត្តិហ្នឹងសម្រាប់ដោះស្រាយបញ្ហាជីវិតក៏ប៉ុន្តែគឺចិត្តរបស់យើងអាហ្នឹងមិនមែនប្រកបមុខរបរសម្រាប់រស់នោះគឺមានបញ្ញាសមាធិទាំងស្រុងនោះទេគឺយើងតែងតែធ្វើនៅអំពើដែលប្រសិទ្ធៈធម៌អាហ្នឹងដែលប្រកបទៅដោយទោសខ្លះនិងកិច្ចការងារខ្លះក៏យើងវាចាក់ទោសខ្លះចឹងមកអាហ្នឹងព្រោះរត់អីព្រោះហេតុថារឿងសេចក្តីត្រូវការសេចក្តីប្រាថ្នារបស់សត្វហ្នឹងគឺគ្មានព្រំដែនទេអាហ្នឹងគ្មានព្រំដែនគ្មានទីបំផុតអាហ្នឹងគឺយើងទោះបីជាមានប៉ុណ្ណាក៏ដោយប៉ុន្តែតាមផ្លូវចិត្តរបស់យើងហ្នឹងគឺយើងមិនចេះគ្រប់មិនចេះគ្រាន់ណាហ្នឹងញោមដឹងណាអាហ្នឹងតាមផ្លូវចិត្តរបស់យើងសេចក្តីត្រូវការរបស់យើងរាល់ថ្ងៃទោះបីជាមានបរិភោគមិនខ្វះហើយណោះនឹងមានផ្ទះក៏រស់នៅស្រួលមានយានជំនិះក៏ល្អក៏ប៉ុន្តែតាមផ្លូវចិត្តហ្នឹងគឺអត់ចេះគ្រប់អាហ្នឹងនៅតែខ្វះអាហ្នឹងបើសិនជាគេសួរថាញោមឯងនឹងមានឧបាសកនឹងមានគាត់មានអាហ្នឹងគាត់ឆ្លើយមកវិញថាគាត់ក្រណាអាហ្នឹងគាត់អត់មានទេអាហ្នឹងព្រោះហេតុអីព្រោះសភាពចិត្តរបស់គាត់នឹងគាត់ត្រូវការគាត់មានសេចក្តីប្រាថ្នាចង់បាននឹងច្រើនជាងនឹងទៅទៀតអានេះគឺជាធម្មតាទេចំពោះបុគ្គលដែលជាពុទ្ធជនដែលនៅជាប់ជំពាក់សេចក្តីត្រូវការសេចក្តីប្រាថ្នាសេចក្តីចង់បានហ្នឹងគឺដើម្បីអញ្ចឹងហើយដូចជាអនន្តសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនក៏ពិតមែនក៏ប៉ុន្តែគាត់ហួងហែងនៅទ្រព្យសម្បត្តិរបស់គាត់ទូលមានកូនគាត់ហ្នឹងមិនឲ្យធ្វើទានមិនឲ្យធ្វើបុណ្យអីទេព្រោះគាត់ទូលមានថាកូនឯងមើលនៅ
ថ្នាំបន្តក់ភ្នែកហ្នឹងគេបន្តក់មួយបន្តិចម្ដងមួយដំណក់ម្ដងក៏គង់អស់យ៉ាងណាទ្រព្យសម្បត្តិយើងដែលមានប្រមាណប៉ុណ្ណឹងតែយើងឲ្យទានគឺវាអស់ហើយណាហ្នឹងគឺវាអស់ដូច្នេះកូនមើលសត្វកណ្ដៀវាមានមាឌតូចក៏ពិតក៏ប៉ុន្តែវាសន្សំរឿយសន្សំបន្តិចម្ដងកពូនទៅជាដំបូកឬក៏ជាមេឃ្មុំជាសត្វតូចក៏ប៉ុន្តែបានប្រមូលផ្ដុំមកទៅជាផ្លិតទៅជាទឹកល្អជាទីត្រូវការរបស់មហាជនអានេះគឺជាឱវាទរបស់អានន្ទសេដ្ឋីដែលគាត់ទូលមានព្រានបដៅកូនរបស់គាត់ហ្នឹងគឺមិនឲ្យធ្វើទានអានេះក៏ប្រភេទទៅសេចក្តីត្រូវការសេចក្តីប្រាថ្នារបស់គាត់ទោះបីជាមានទ្រព្យសម្បត្តិយ៉ាងណាក៏គាត់នៅតែថាខ្លួនគាត់នឹងក្រគាត់នឹងគឺមានសេចក្តីប្រាថ្នាត្រូវការជានិច្ចប៉ុន្តែសូមញាតិញោមគ្រប់រូបទាំងអស់អាហ្នឹងគឺយើងអាចដើម្បីចេះគ្រប់ចេះគ្រាន់កាត់ពូជនៅពូជដែលចង់មានដែលចង់បានដែលយើងចេះគ្រប់ទៅកើតគឺអាស្រ័យយើងមានធម៌យើងពិចារណាក្នុងធម៌បើសិនជាយើងអត់មានធម៌ជាគ្រឿងពិចារណាទៅលើកម្មទៅលើផលវិបាករបស់កម្មផងទេទោះបីជាយើងចង់មានចង់បានសេចក្តីត្រូវការសេចក្តីប្រាថ្នាក៏ប៉ុណ្ណាអានេះក៏វាមិនបានទៅតាមសេចក្តីត្រូវការរបស់យើងណានឹងដូចនៅក្បែរផ្ទះរបស់យើងឃើញគេមានអញ្ចឹងថ្ងៃយើងនឹងដេកទៅសម្លឹងទៅដេកទៅសម្លឹងតើថ្ងៃណាអាត្មាអញនឹងមានដូចគេអាហ្នឹងឬក៏មានឡានល្អនឹងជិះដូចគេអានេះទោះបីជាយើងចង់បានមានសេចក្តីប្រាថ្នាទាំងយប់ទាំងថ្ងៃបើប៉ុននឹងវាអត់មានបានឡានល្អបានផ្ទះវិឡានហ្នឹងគឺអត់ទេអាហ្នឹងទោះបីជាយើងចង់បានយើងត្រេកអរប៉ុណ្ណាក៏គង់តែអត់ក៏ប៉ុន្តែយើងមានសមាធិមានជីវិតរស់នៅប្រកបទៅដោយធម៌ទៅតាមកម្លាំងទ្រព្យសម្បត្តិរបស់យើងមិនកើតទុក្ខអាហ្នឹងយើងមិនជាខ្ញុំរបស់តណ្ហាអាហ្នឹងមិនជាថៅកែរបស់តណ្ហានឹងទេគឺយើងចេះគ្រប់យើងចេះគ្រាន់ណៃដែលអាចដែលចេះគ្រប់ចេះគ្រាន់បានគឺតើតែយើងរីករាយនៅក្នុងធម៌និងពិចារណាក្នុងធម៌ដូចជាព្រះអរិយបុគ្គលគឺលោកមានជីវិតជាធម្មតាដូចយើងចឹងដែរនឹងនៅមានបុត្រនៅមានធីតានៅមានស្វាមីនៅមានភរិយាជាធម្មតាដោយអនាថបណ្ឌិតសេដ្ឋីឬក៏នាងវិសាខាឬក៏ព្រះអរិយបុគ្គលដតីទៀតគឺមានជីវិតរស់នៅជាធម្មតាក៏ប៉ុន្តែលោកមានជីវិតរស់នៅប្រកបទៅដោយសមាធិព្រោះលោកបានឃើញនៅអរិយសច្ចធម៌អានឹងដូចសពពុទ្ធកថាអានឹងដែលលោកបានស្ដាប់ព្រះធម៌បានសោតាបត្តិផលហើយណោះអានឹងដែលទេវតាមកចង់សាកល្បងមើលដើម្បីថាឲ្យពោលវាជាថាពុទ្ធមិនមែនជាពុទ្ធព្រះធម៌មិនមែនជាព្រះធម៌ព្រះសង្ឃមិនមែនជាព្រះសង្ឃព្រោះគាត់កើតរោគខ្លួនគាត់ក្រដូច្នេះទេវតានឹងឲ្យទ្រព្យសម្បត្តិច្រើនបើមិនជាហ៊ានពោលអញ្ចឹងក៏ប៉ុន្តែក្នុងពេលហ្នឹងសពពុទ្ធកថាគាត់មិនបានទទួលខ្លួនគាត់ថាជាអ្នកក្រខ្សត់ទេអាហ្នឹងព្រោះគាត់បានឃើញនៅអរិយសច្ចធម៌ព្រោះបានពាល់ត្រូវនៅព្រះនិព្វានពិតប្រាកដហ្នឹងគឺគាត់មានគឺគាត់មិនមែនក្រទេគឺគាត់ហ្នឹងគឺអត់ទ្រព្យសម្បត្តិក៏ពិតក៏ប៉ុន្តែសទ្ធាក្នុងការជ្រះថ្លាក្នុងការឃើញនៅអរិយសច្ចធម៌គឺមានពិតប្រាកដក្នុងចិត្តរបស់សពពុទ្ធកថានេះគ្រាន់តែជាការសម្ដែងបញ្ជាក់ឲ្យឃើញថារឿងសេចក្តីត្រូវការសេចក្តីប្រាថ្នារបស់យើងគ្រប់គ្នាការដែលយើងអត់ធម៌អត់មានបញ្ញាគឺអត់ចេះគ្រប់ទេទៀតគឺអត់ចេះគ្រប់តតែសោះនៅក្នុងជីវិតយើងអានឹងព្រោះហេតុអីព្រោះយើងរស់នៅហ្នឹងគឺត្រូវការក៏ពិតមែនហើយនឹងចង់មានចង់បានក៏ពិតមែនហើយក៏ប៉ុន្តែយើងក៏មិនលុបនៅក្នុងអំណាចនៃតណ្ហាស្លឹកចិត្តដើម្បីទៅកេងប្រវ័ញ្ចអ្នកដតីទៅឆោបោកឬក៏ទៅលួចប្លន់អ្នកដតីដើម្បីបានបំពេញតណ្ហាសេចក្តីត្រូវការរបស់ខ្លួនផងដែរអានឹងគឺយើងត្រូវតែរស់នៅមានការរស់នៅប្រកបទៅដោយធម៌ណានឹងយើងមានសមាធិដ៏ល្អទោះបីជាជីវិតនឹងក្រទ្រព្យសម្បត្តិក៏ក្រចាស់ក៏ប៉ុន្តែសទ្ធារបស់យើងមានគឺយើងមិនក្រទេចា៎គឺយើងមិនមែនជាអ្នកក្រពិតប្រាកដគឺបានឃើញនៅអរិយសច្ចធម៌ដូចជាព្រះអរិយបុគ្គលអាហ្នឹងគឺយើងក្រទ្រព្យសម្បត្តិអានេះគឺវាក្រក៏ពិតមែនហើយក៏ប៉ុន្តែកុំឲ្យក្រទៅតាមផ្លូវចិត្ត
năng cầm ấy cro sạch thi năng trong ca ao tiền trong ca rẽ xa xa anh ấy cứ cro men tên cứ cro trong cả lại nữa năng rừng cro trắc sầm bát năng cro mi pra anh ấy cro là mạng là mồm thế có bàn tay cro chặt bẩn cro chặt đại ca làm trong ca ao tiền chặt đại ca sạch thi trong ca rẽ xa xa đấy anh ấy tự cro dạng cây lên để trắc sầm bát sang quất vào trong bạc cá sầm đai như là bọc cro đó năng cứ cro đại miền sạch thi trong ca chinh chạ tia năng từ ban chinh chạ tia bu chỉ bát bạch chết hay năng có mình nghĩ năng cả bậc 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 mình chết dẹp thô miền thô miền vị này bậc bậc tại đàn thô tam vị này năng ở bàn lò năng tự tiết năng dân khơi là cả trắc đăng ở bậc bậc năng việc cro cả sắp đặt bậc thô năng cứ việc cro năng tự tiết là năng cứ cả ta để bát năng rất tại cro năng cày lên tự tiếtก็ปัจจัยขนมสนานในเจ็ดตัวบ่เหยียดโยมปบริษัทนั่นอ๋อคือยังมันครอเด้ดังโปรราไทยก็ยังที่ยิ้มดำใบสันสอบนตรวจได้เปิดประตูฉลองพัชชะโลกดังก็ยังจับยกมือตรวจสมบัติได้จีนโลกก็ตระคือตรวจสมบัติขนมโลกก็ยังอัดบ้านนั่นคือยังขวักบอลยังอัดเมียนบอลดำใบบ้านพบกับตรวจสมบัติไอ้แต่ก็นั่นก็ปัจจัยขนมเจ็ดตัวบ่ยังคืออัดครอเต้คือนั่นแต่เชียร์คลานั่งประพฤติเชียร์คลานั่งประโพเชียร์คลานั่งประสังจิตเล็กเมียนไปเตะนั่งปลาเมาเจริจรีในขนมอำเภอหล่อกิจการนี้แต่ยังเพื่อไตรนั่นยังประกอบมุกระบอจึงจำชีวิตจิตธรรมดาก็ปัจจัยยังจิตกรบยังจิตกรอนก็ยังจิตสันดาระบอบได้ยังเมียนระบอบได้ยังบานโดยเฉพาะอันนี้คือสำคัญจิตเชียงได้ยังเมียนตรอกสมบัติได้เราบานได้ประกอบแต่ได้ตึกเชียร์ตีน่ะนั่นเพราะทรัพย์สมบัติได้ยังบ้านมาได้ตึกเจริญประกาศเซ็งอันนี้คือทรัพย์สมบัตินั่นเบียบ้านนั่นก็ปัจจัยมันประกอบแต่ได้พอสัตย์เชียร์บอกก็ได้สัตย์เชียร์บอกวินเนี่ยสัตย์เชียร์บอกเกย์แต่เนาะมันเชียร์บอกไอ้เยอะโปรยังตะเกงแต่วันเกย์หรือก็ประกอบมุกระบอกจึงจำชีวิตระบอกเยอะนั่นคือได้การชอบบ่าวของปีเนี่ยเด็ดใจเมานั่นได้จะทรัพย์สมบัติเนี่ยเด็ดใจซักมันจะทรัพย์สมบัติเยอะงั้นโดยที่ยังบอลบอมนอลเกย์ยังเรียนทรัพย์สมบัติขนมปัจจุบันกับปัจจัยปูยังแต่ยังบานเฟิร์ก็ยังสัมสามปูครอตกนั่งสัมสามปูครอตกในขนมสันดานกับปัจจัยยึดโยมจีเนี่ยเรียนเสร็จที่ก็ยังครอทรัพย์สมบัติกับปัจจัยยังบานสัมสามปูเมียนคือเมียนในประโถเมียนในโลกกัตระโถวันนั้นเมียนอุปนิสัยกรุบกรอดบานสลักโถระบบพระสมาสัมพุทธกับบานตระดังโดจิพระอริยบุคคลสมัยพุทธกาลจังหนาววันนั้นคือได้อุปนิสัยนั่งเมียนโดยฉะนั้นก็ยังจีบปบริษัทหรือก็สับสัตว์โลกแต่งออกได้จีบขยมระบบตัณหานี่คือได้จะได้เติมแก้จะได้ปัฒนาระบบคล้วนนั่นคืออัดเมียนปรมแดนอัดเมียนตีบ่มพอดจะได้เติมแก้นั่นก็ปัญแต่คือชีวิตระบบเยินได้ยังอาจดันได้เช็คกรบเช็คกรอนเช็คละเมิมคือเช็คสันดับนั่นเช็คสันดับแต่ตามกำลังทนเทียนตรับสมบัติระบบคล้วนได้เมียนให้นั่นพิจารณาแต่เลยคล้วนได้อัดบนหรือก็บ่มเป็นชียิ้มดันได้สร้างจะได้ละตึกในขนมสนานเจ็ดได้จีการสันสามปูเมียนนั่นคือเมียนเสถียรเมียนคนแบบพอเมียนจะได้ละนั่นคือจีเชียงได้บอกว่าเมียนตรับสมบัตินั่นจะเดียดโปรเหตุไอ้โปรถะขนมปัจจุบันคือเมียนตรับสมบัติกับเป็ดแมนให้นั่นปัจจัยอัดเมียนเสถียรคือปางต้องตรัสสันได้ทักกรออันนั้นคือกรอไอ้คือกรอเสถียรกรอเจ็ดได้ได้นั่นก็เปรตเปรมเฉลี่ยโทหรือก็กรอเสถียรได้นั่นรักษาเสร์โดยฉะนั้นคือเป็นเรื่องขยำระบบตัณหาคือสัตว์โลกควักกันลักจิตนิดนี้อันนี้คือได้สิ่งใดสังเกตแต่ไม่ให้เรียนสิ่งใดควักขาดอย่างนั้นเราจะรู้ช่วยผมเป็นสิ่งใดแทนโซมันเชิงสาธุสาธุเจนนะโคไหนนี่ที่เราเจนนะพี่องเล่ไม่ต้องประทานที่นะกันนะประทานไอ้เจนประทานองเล่ไม่เป็นฉบับจังรูปเมียนสายจะอะไรนี่อะไรนะเจนจงกลายติบุญติบุญนะอุโนโลกเก๋าสัตว์โลกนั้นคว้ากันหลักชินในนั้นเต๋ออุโนโลกเก๋าสัตว์โลกนั้นคว้ากันหลักชินในอัตตานั่นคืออัจฉริเตตัณหาเตสาวเจเตสะระบบตัณหาคือทามันนั่นคือทารนนึกเป็นก้อนมาแล้วนั่นคือทายเตียคือทา all living being never sufficient it means that they always insufficient so they become a slave
of the graving. That's it. ណាសាធុនឹងទុកឲ្យអង់គ្លេសស្ដាប់ណាចឹងព្រោះធ្វើយើងបានស្ដាប់1 ម៉ោងកន្លះជាងហើយទេណាដើម្បីឲ្យបានទៅជាពុទ្ធបរិស័ទល្អគឺឧស្សាហ៍សិក្សាប្រធัวស្ដាប់ប្រធัวអញ្ចឹងទាំងជាគុណសម្បត្តិរបស់បាសកបាសិកាបានទៅជាបុគ្គលដែលធ្វើវិន័យប្រដៅបានដោយងាយចឹងព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងថាបុគ្គលដែលគេប្រដៅបានដោយងាយជាមង្គលដល់ដំដែលគេប្រដៅបានដោយងាយនេះគឺតេតងនឹងធ្វើវិន័យផងទាំងទោះជាបុគ្គលនោះឯងជាមេត្តាបិតាជាគ្រូបាអាចារ្យជាមិត្តជាភក្តិអីហ្នឹងយ៉ាងណាក៏ដោយតែបើពាក្យទូមានរៀនបដៅហ្នឹងប្រសិជ្ជៈធម៌វិន័យអាហ្នឹងវាដឹកនាំទៅរកការខុសដឹកនាំទៅរកសេចក្តីវិន័យអានេះក៏យើងមិនមែនចេះតែប្រព្រឹត្តទៅតាមដែរដូច្នេះបុគ្គលដែលគេបដៅបានដោយងាយហ្នឹងវាតេតងនឹងការដែលយើងស្ដាប់ហើយពិចារណាសេចក្តីនៃព្រះធម៌បើជាធម៌ជាវិន័យហើយគឺយើងប្រឹងប្រែងប្រព្រឹត្តបប្រតិបត្តិតាមតម្កល់ខ្លួនឲ្យបានល្អដើម្បីសក្តិម្ចារីឬក៏កល្យាណមិត្តឬក៏សប្បុរសបណ្ឌិតនឹងឯងឧស្សាហ៍ឬក៏មានអធិស្ឋ័យចំណូលចូលចិត្តក្នុងការណែនាំទូមានព្រានបដៅយើងថ្ងៃក្រោយទៀតគឺយើងត្រូវធ្វើខ្លួនឲ្យបុគ្គលដទៃនឹងឯងចូលចិត្តទូមានព្រានបដៅចូលចិត្តបង្ហាញចូលចិត្តប្រាប់ចូលចិត្តបញ្យល់អាហ្នឹងយើងនឹងឯងរមែងបាននៅមង្គលដល់ឧត្តមទាំងភាពនៃបុគ្គលដែលគេបដៅបានដោយងាយហ្នឹងគឺធម៌វិន័យហ្នឹងតែម្ដងដូច្នេះព្រះធម៌វិន័យសពថ្ងៃជាព្រះសាស្តាជំនួសព្រះអង្គនឹងយើងបានស្ដាប់ទៅយើងរៀបចំអប់រំទូមានកាយវិចារចិត្តព្រោះសំខាន់ណាស់ដែលយើងរស់នៅជាប្រវត្តិប្រចាំថ្ងៃជាមួយនឹងអ្នកដទៃក៏ដូចជាជាមួយនឹងខ្លួនឯងផ្ទាល់វាអាស្រ័យការប្រព្រឹត្តកាយវិចារចិត្តនេះហើយឲ្យបានសមរម្យជាមួយនឹងអ្នកដទៃទោះជាចំណេះចេះដឹងយើងបានច្រើនក៏ពិតមែនប៉ុន្តែបើយើងមិនយកមកប្រព្រឹត្តមិនយកមកអនុវត្តឲ្យធ្វើវិន័យហ្នឹងបណ្ដៅយើងបានដោយងាយទេយើងនឹងក៏រមែងមានការស្គមឆ្គងជាមួយនឹងខ្លួនឯងជាមួយនឹងសង្គមណាដូច្នេះយើងត្រូវសិក្សាឲ្យយល់អំពីសង្គមត្រូវសិក្សាឲ្យយល់កុំឲ្យយើងចេះតែចង់ឲ្យសង្គមយល់ពីយើងណាយើងត្រូវយល់ឲ្យច្បាស់រឿងរបស់សង្គមយើងត្រូវសិក្សានៅក្នុងសង្គមយើងកុំចង់ឲ្យសង្គមសិក្សាពីយើងអានេះវាជាចំណេះដឹងមួយដែលយើងត្រូវយល់រឿងនៅក្នុងសង្គមហ្នឹងដែលវាមានការប្រព្រឹត្តទៅយ៉ាងណាដើម្បីយើងរៀបសម្រួលការប្រព្រឹត្តរបស់យើងឲ្យបានល្អហើយយើងក៏ត្រូវឈរនៅលើឧត្តមគតិរបស់យើងដែលត្រូវតែប្រព្រឹត្តល្អដោយកាយដោយវាចាដោយចិត្តនឹងត្រូវអប់រំជាប្រប្តីរាល់ថ្ងៃទាំងនឹងត្រូវទទួលឱវាទពាក្យទូមានរៀនបដៅជាធម៌វិន័យនេះឯងកុំឲ្យជាបុគ្គលបទុសរាយនឹងធម៌វិន័យកុំឲ្យតោះចិត្តកុំឲ្យខឹងក្រោធទៅតាមតែអធិស្ឋ័យរបស់ខ្លួនពីដើមមកយ៉ាងណាយ៉ាងនឹងនោះត្រូវអប់រំទទួលធម៌វិន័យនឹងជាគ្រូជាសាស្តាអប់រំទូមានចិត្តកុំឲ្យបទុសជាមួយធម៌វិន័យទាំងបុគ្គលដែលក្រៅបទុសធម៌វិន័យប៉ះពាល់មិនបានគឺព្រះសម្មាសម្ពុទ្ធសម្ដែងប្រៀបដូចជាអោសដែលឆេះទៅដោយភ្លើងទាំងសងខាងដែលគេដុតខ្មោចនៅក្នុងបច្ឆាហើយត្រង់កណ្ដាលនឹងប្រឡាក់ទៅដោយគ្រឿងមិនស្អាតប្រឡាក់សាកសពប្រឡាក់លើមុខព្រះសម្មាសម្ពុទ្ធលើកសេចក្តីនេះមកបញ្ជាក់ឲ្យឃើញថាកំណាត់ឈើដែលភ្លើងឆេះត្រង់ចុងសងខាងហើយនៅកណ្ដាលប្រឡាក់លើមុខហ្នឹងគឺមិនអាចប្រើប្រាស់បានទាំងក្នុងស្រុកទាំងក្នុងព្រៃមិនអាចយកមកធ្វើជាអុសដុតអីនៅក្នុងស្រុកបានហើយក្នុងព្រៃក៏មិនអាចធ្វើជាអីកើតដែរអុសហ្នឹងមិនអាចយកទៅធ្វើជាសម្ភារៈអ្វីបានទេគឺបាននៅតែនឹងបច្ឆាដុតខ្មោចហ្នឹងព្រះអង្គសម្ដែងនេះគឺបញ្ជាក់ទៅលើបុគ្គលដែលមិនអាចទទួលធម៌វិន័យជាសាស្តាច្រើនទៅដោយសេចក្តីក្រោធហើយនេះជាភ័យមួយក្នុងព្រះមច្ចរិយធម៌ទៀតណាដែលសម្ដែងថាអូមិភយយ៉ាងភ័យនឹងរលកទឹកហ្នឹងគឺសំដៅយកកោទុបាយាសៈសេចក្តីក្រោធសេចក្តីចង្អៀតចង្អល់នឹងឯងដែលទទួលអវាទានុសាសន័យធម៌វិន័យដែលស័ក្តិព្រះមចារីឬដែលថាជាគ្រូវិជ្ជាយាចាទូមានរៀនបដៅហើយហ្នឹងតោះចិត្តខឹងក្រៅប៉ះមិនបានទេប៉ះមិនបានដូចអស់អញ្ចឹងប៉ះចំសងខាងវាក្តៅប៉ះកដាវាប្រឡាក់លើមុខយើងកុំធ្វើខ្លួនឲ្យទៅជាបុគ្គលដែលគេដឹកខ្មោចដូចជាអស់ណាអស់ដែលគេដុតខ្មោចដែលភ្លើងឆេះសងខាងហើយ
ប្រឡាក់សាកសពប្រឡាក់លេមកត្រង់កណ្ដាលនោះដែលជាអស់ដែលគេប៉ះវាមិនបាននោះចឹងមនុស្សយើងមានច្រើនតែដែលមិនអាចទទួលពាក្យទូមានព្រានតដៅព្រោះដោយដំណើរការតោះចិត្តការខឹងក្រោធនឹងមិនអាចបាននៅមង្គលក្នុងជីវិតទេដូច្នេះនៅក្នុងឱកាសវេលាគ្រានេះពុទ្ធបរិស័ទយើងក៏បានអប់រំទូមានកាយវាចាចិត្តញាតិញោមស្រីប្រុសសមាទានអបោសិទ្ធិសិលក្នុងថ្ងៃនេះហើយក៏បានស្ដាប់នៅព្រះធម៌តាំងពីព្រឹករហូតមកទោះជាយ៉ាងណាក៏បានសប្បាយចិត្តនៅក្នុងព្រះធម៌ឈ្មោះថាបានអង្គុយចិត្តប្រតនត្រ័យនឹងក៏សុខសួនបានល្អនិងប្រឹងប្រែងជាយាមរហូតដល់លៀងជំរះនៅមន្ទិលដៅមកក្នុងសន្តានទាំងសូមជ្រះថ្លាសូមត្រេកអរសូមអនុមោទនាខ្ញុំកណាសូមនមស្ការថ្វាយបង្គំប្រជុំ3នៃព្រះត្រៃរតន៍ដែលជារតនៈដ៏ប្រសើរដងឧត្តមគង់ពោះលើលើដោយសេចក្តីគោរពកោតក្រែងនិងញាប់ឆ្ងាយដល់ក្រៃលែងសូមនមស្ការថ្វាយបង្គំព្រះករុណាគុណម្ចាស់គ្រប់ព្រះអង្គដែលបាននិមន្តគង់នៅនាបឋានសាលាអង្គវ័នវត្តព្រៃស្វាយនៅក្នុងខេត្តកំពង់ស្ពឺមួយលើដល់ព្រះករុណាគុណម្ចាស់រកតោសំសម្បត្តិដែលបាននិមន្តចូលរួមក្នុងឱកាសសម្ដែងពធជាធម្មទាននៅក្នុងឱកាសវេលាគ្រានេះក្នុងកម្មវិធីបែបវគ្គសិក្សារៀនសូត្រសាលាបាលីនៅក្នុងវត្តនេះទាំងនិងជាពិសេសក្នុងឱកាសវេលាគ្រានេះមានគណៈអធិបតីដែលបានចូលរួមសម្ដែងសម្ដាលនិងបែបវគ្គការសិក្សាមានលោកស្រីបាសិកាផងហើយជាពិសេសក្នុងទូនាទីមន្ត្រីរាជការគឺជានាយិកាក្រសួងធម្មការខេត្តកំពង់ស្ពឺហើយនឹងជាពិសេសផងដែរលោកអភិបាលស្រុកច្បារមុនដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺនេះក៏បានចូលរួមជាកិត្តិយសជាអធិបតីនិងមានមន្ត្រីរាជការជាបន្តខាងធម្មការស្រុកក៏បានអញ្ជើញចូលរួមហើយក៏ជាពិសេសផ្នែកខាងបព្វជិតគឺព្រះគ្រូអនុគុណស្រុកច្បារមុនប៉ុន្តែឃើញថាមានភាពអកធិកមឡារិទ្ធសម្បើមទាំងនៅក្នុងការបើកវគ្គសិក្សារៀនសូត្រនេះឆ្នាំទី1ទេណាឆ្នាំទី1ដំបូងទៀតណានឹងសូមគោរពញាតិញោមបងប្អូនស្រីប្រុសទាំងអស់ដែលបានអញ្ជើញនៅក្នុងពិធីបុណ្យនេះស្ដាប់ព្រះធម៌ទេសនារីករាយជ្រះថ្លាអនុមោទនាក្នុងការដែលគណៈអធិបតីបានអញ្ជើញមកបើកវគ្គសិក្សានិងបានរាប់បាតព្រះសង្ឃគណៈទាំងនៅក្នុងថ្ងៃនេះក៏ជាថ្ងៃចូលឆ្នាំសកលផងទាំងនឹងកណ្ណាគុណចាស់ព្រះអង្គរកតើសំសម្បត្តិទាំងមានប្រកដីនិមន្តគង់នៅភ្នំតាក្រៀមខេត្តបាត់ដំបងទាំងណាគុណចាស់បាននិមន្តទៅគង់នៅប្រទេសអូស្ត្រាលីបាននៅប្រទេសអូស្ត្រាលីមុនបួសនឹងជាច្រើនឆ្នាំសិក្សាផ្លូវលោកណាហើយក៏មានសទ្ធាជ្រះថ្លាបានចូលមកសាងពុទ្ធនោះដូច្នេះកណ្ដាលគុណចាស់ក៏បានបំពេញតួនាទីក្នុងភាពជាគ្រាវៈគ្រប់គ្រងផ្ទះនិងបំពេញកិច្ចការនេតិសម្រាប់ប្រទេសជាតិមានការធ្វើគ្រូបង្រៀនជាដើមឥឡូវក៏បានបំពេញតួនាទីជាបព្វជិតនិងដើម្បីជាប្រយោជន៍ដល់ខ្លួនគុណចាស់ផងនិងដើម្បីជាប្រយោជន៍ដល់ពុទ្ធសាសនាផងកណ្ដាលគុណចាស់មានការចាប់អារម្មណ៍យ៉ាងម៉េចដែរក្នុងការបើកវគ្គសិក្សាទាំងប្រសិនបើមិនមានការសិក្សារៀនសូត្រនៅព្រះពុទ្ធសាសនាដោយធម្មវិន័យឬក៏ដូចជាសិក្សាភាសាបាលីនឹងក៏សូមសម្ដែងសេចក្តីគោរពរាប់អានដល់លោកគ្រូដើម្បីនឹងបង្រៀននៅបាលីនេះផងទាំងសូមធ្វើនៅសេចក្តីត្រេកអរជ្រះថ្លាដល់ចំណេះដឹងដែលលោកគ្រូបានសិក្សាហើយនឹងបន្តនៅមរតកនេះដល់ពុទ្ធបរិស័ទជាបព្វជិតជា
បាសកបាសិកាតរៀងទៅអញ្ចឹងសូមរតនាកាត់អរគុណម្ចាស់មានការចាប់អារម្មណ៍និងសម្ដែងអំពីប្រយោជន៍ខ្លឹមសារក្នុងការសិក្សារៀនសូត្រនេះកាត់អរគុណម្ចាស់មានព្រះយោបល់អីឬក៏វាតម្លៃអីយ៉ាងណានៅក្នុងសេចក្តីនេះសូមរតនានិមន្តទៅអ្នកមត្ថរតនទយស័ក្តិខ្ញុំព្រះអង្គម្ចាស់សូមនមស្ការថ្វាយបង្គំប្រជុំ3នៃព្រះរតនត្រ័យគឺពុទ្ធរតនៈ1ធម្មរតនៈ1សង្ឃរតនៈ1ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់លើសលោកបន្ទាប់ពីកិច្ចនមស្ការដោយសង្ខេបនេះមកខ្ញុំព្រះករុណាសូមនមស្ការថ្វាយបង្គំព្រះគុណម្ចាស់គ្រប់អង្គដែលជាព្រះថេរៈជាពិសេសគឺព្រះដេចគុណអនុគន្ធខេត្តដើម្បីនឹងបានឱកាសឆ្លើយឆ្លងសន្ទនាព្រះធម៌ជាមួយនឹងលោកអគ្គបណ្ឌិតដើម្បីជាប្រយោជន៍សម្រាប់ការពិចារណានៅក្នុងពុទ្ធវចនៈដល់ពុទ្ធបរិស័ទញាតិញោមគ្រប់គ្នានិងធ្វើសេចក្តីចម្រើនពរចំពោះលោកអភិបាលស្រុកនិងអ្នកស្រីដែលជានាយកខាងក្រសួងធម្មការខេត្តហើយនិងពុទ្ធបរិស័ទញាតិញោមទាំងអស់ដែលមានសេចក្តីជ្រះថ្លាចូលរួមក្នុងឱកាសបើកកម្មវិធីសិក្សាព្រះបាលីនៅក្នុងវត្តអង្គរវត្តនេះឥឡូវនេះជាបញ្ហាកម្មដែលលោកគ្រូបានសួរអំពីអត្ថន័យអត្ថប្រយោជន៍ឬក៏ខ្លឹមសារនៃការសិក្សាដូច្នេះការដែលយើងបានស្ដាប់ពាក្យសំណេះសំណាលរបស់លោកអភិបាលស្រុកក៏ដូចជាញាតិញោមពុទ្ធបរិស័ទបានជ្រាបនឹងការយល់ដឹងទាំងផ្នែកផ្លូវលោកទាំងផ្នែកព្រះពុទ្ធសាសនាដែលឆ្លុះបញ្ចាំងឲ្យឃើញថាការសិក្សាមានប្រយោជន៍ទូលំទូលាយសម្រាប់ពុទ្ធបរិស័ទក៏ដូចជាសិស្សានុសិស្សតាមផ្លូវលោកដែរការរៀនសូត្រគឺជាថ្នាលបណ្ដុះនៅការចេះដឹងគ្រប់បែបយ៉ាងការចេះដឹងផ្នែកវប្បធម៌អរិយធម៌បច្ចេកទេសវិជ្ជាជីវៈយ៉ាងគ្រប់បែបយ៉ាងហើយចំណែកពុទ្ធសាសនាក៏ភិក្ខុសាមណេរដែលឧបសម្បទានៅក្នុងសាសនមណ្ឌលនេះត្រូវតែសិក្សារៀនសូត្រដើម្បីជាប្រយោជន៍ឲ្យយល់ដឹងឲ្យជាក់ច្បាស់នៅព្រះបរិយត្តិធម៌ព្រោះការដែលសិក្សារៀនសូត្រព្រះបរិយត្តិធម៌កាន់តែច្រើនឡើងនាំឲ្យមានសទ្ធានាំឲ្យមានសទ្ធាជឿដល់សព្វយុត្តញ្ញាណរបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គសម្ដែងឡើងនៅក្នុងព្រះវិន័យក្តីនៅក្នុងព្រះប្រសូតសតੰបិដកក្តីនៅក្នុងព្រះអភិធម្មក្តីដែលជាកត្តាមួយនាំឲ្យសទ្ធាដែលទៅតែមានជាបន្លកបន្តិចបន្តួចនឹងអាចដុះដាលបានជ្រៅឡើងហើយដល់សទ្ធានៅក្នុងបរិយត្តិធម៌នឹងកាន់តែក្រាស់ក្រែលឡើងធ្វើឲ្យឆន្ទៈកើតឡើងក្នុងការត្រង់ត្រាប់បដិបត្តិនៅព្រះបរិយត្តិធម៌ដែលបានសិក្សានោះដើម្បីឲ្យឃើញនៅបរមត្ថធម៌ឬក៏ថាឲ្យបានត្រាស់ដឹងនៅអរិយសច្ចធម៌ឲ្យឃើញនៅសភាវៈធម៌ពិតក្នុងជីវិតប្រចាំថ្ងៃដែលជាធម៌ព្រះអភិធម្មនោះនឹងមួយហើយមួយទៀតថាធ្លាប់ទៅនៅប្រទេសគេគឺគេមិនបានគិតអំពីអាយុក្មេងឬចាស់ទេអាត្មាអាយុ40ហើយទៅដល់ស្រុកគេចូលទៅរៀននៅអនុវិទ្យានៅគេហៅមហាវិទ្យាល័យនៅស្រុកគេជាមួយក្មេងៗអាយុ18ឆ្នាំ19ឆ្នាំប៉ុន្តែមានអ្នកខ្លះអាយុ60 70ហើយគេនៅទៅរៀនយកថ្នាក់បរិញ្ញាឬក៏អនុបណ្ឌិតឬក៏បណ្ឌិតដូច្នេះ
បានសេចក្តីថាការសិក្សាគ្រប់បែបយ៉ាងទាំងផ្លូវលោកទាំងផ្លូវធម៌មិនបានជ្រើសរើសថាវ័យចាស់វ័យក្មេងទេគឺអាចប្រព្រឹត្តទៅបានគ្រប់យ៉ាងគឺបណ្ដុះនៅធនធានមនុស្សដើម្បីការចេះដឹងគ្រប់បែបយ៉ាងហើយដើម្បីជាប្រយោជន៍ដូចជាស្មារតីលើកឡើងយ៉ាងនេះឯងនឹងគឺសូមជូនទៅលោកគ្រូវិញហើយបើសិនជាមានការខ្វះខាតយ៉ាងណាសូមលោកគ្រូជួយបំពេញសូមអនុមោទនាគណៈសាធុទាំងគុណចាស់សម្ដែងបាញ់ហ្នឹងមានពាក្យធនធានមនុស្សដែរធនធានមនុស្សហើយនឹងប្រាក់ហ្នឹងណាថ្លៃជាងទៅយើងនិយាយពីធនធានមនុស្សហ្នឹងគឺការដែលមនុស្សហ្នឹងមានចំណេះដឹងមានគុណភាពគុណធម៌គុណភាពនៅក្នុងសង្គមនឹងជាប្រយោជន៍ឲ្យសង្គមនឹងប្រព្រឹត្តទៅបានប្រសើរដូចជាការដែលបុគ្គលមានសេចក្តីថ្លៃថ្នូរមានចំណេះដឹងទូទៅមានសិលធម៌មានសុជីវធម៌ស្គាល់អំពីជាតិសាសនារបស់ខ្លួនហើយប្រយោជន៍សង្គមដែលជាប្រយោជន៍អ្នកជិតខាងនៅក្នុងភូមិផងរបងជាមួយរហូតដល់ភូមិស្រុកឬក៏ខេត្តឬក៏ជាប្រជាជនដែលថ្លៃថ្នូរក្នុងប្រទេសជាតិមួយដែលបង្ហាញឲ្យពិភពលោកឃើញថាប្រទេសនឹងពោពេញទៅដោយមនុស្សដែលមានចរិតល្អមានគុណធម៌ខ្ពង់ខ្ពស់មានសិលធម៌ខ្ពង់ខ្ពស់នឹងហៅថាធនធានមនុស្សហើយចំណែកលោកគ្រូសួរថាធនធានមួយទៀតដែលជាប្រកាសនោះនឹងព្រះអង្គសម្ដែងហៅថាភោគៈគឺទ្រព្យសម្បត្តិគោក្របីចេះដំរីឬក៏កែវមณีកែវពិន្ទុសុរកាឬក៏ឡានឡងសើឡានផ្ទះវិឡាអីចឹងភូមិគ្រឹះអីចឹងនឹងមាសពេជ្រអីដែលយើងពាក់ហ្នឹងគ្រឿងអលង្ការគ្រប់បែបយ៉ាងហ្នឹងហៅថាភោគៈលោកគ្រូនឹងគាត់តែលើកបង្ហាញជូនលោកគ្រូប៉ុណ្ណឹងហើយបើខ្វះខាតសូមលោកគ្រូជួយពាក្យថាធនធានមនុស្សហ្នឹងឲ្យតែមនុស្សកើតពីពោះម៉ែមកហ្នឹងហៅថាធនធានឬក៏ចាំបាច់ដល់តែមានចំណេះដឹងបានហៅថាធនធានខ្ញុំចាស់ទៅជឿកន្លែងហ្នឹងតិចមកចឹងហើយអង់គ្លេសគេថាម៉េចធនធានមនុស្សហ្នឹងធនធានមនុស្សគេថាម៉េចចេះធនធានមនុស្សគេថា a quality of human ឬក៏ a good human people ចឹងក៏បានដែរណានឹងក៏បានដែរអញ្ចឹងសួរថាម៉េចបានចាំនិយាយអង់គ្លេសទៀតដែរលោកគ្រូណាពីព្រោះសិតតែខ្មែរសោះស្ដាប់គុណចាស់អីក៏ប៉ុន្តែការដែលស្មារតីតែងលើកភាសាអង់គ្លេសមកជាទី1គឺនៅស្រុកយើងសប្តាហ៍នេះកំពុងតែជួបជៀបដោយភាសានេះជាភាសាយានសម្រាប់ប្រើប្រាស់ជាអន្តរជាតិទៅប្រទេសណាក៏ប្រើភាសាអង់គ្លេសដែរឥឡូវខ្មែរយើងក៏រៀនច្រើនដើម្បីជាប្រយោជន៍ក្នុងការងារទៅអនាគតនឹងមួយទី2ដោយប្រគុណចាស់ដែលកំពុងរៀនសិក្សាអញ្ចឹងភាសាបាលីអញ្ចឹងក្នុងពុទ្ធសាសនាទៅរៀនភាសាបាលីហើយក៏ប៉ុន្តែថ្ងៃមួយនោះត្រូវធ្វើដំណើរទៅប្រទេសលង្កាដើម្បីបន្តមុខវិជ្ជាបាលីឬក៏ព្រះអភិធម្មឬក៏ស្អីយើងត្រូវរៀនភាសាយានមួយគឺភាសាអង់គ្លេសហ្នឹងហើយទៅនីឡែនទាអាត្មាបានទៅដល់ប្រទេសឥណ្ឌានៅនីឡែនទាហ្នឹងក៏ត្រូវការប្រទេសភាសាអង់គ្លេសរៀនភាសាបាលីរៀនភាសាអភិធម្មរៀនភាសាព្រះវិន័យអីចឹងនៅប្រទេសភូមាអាត្មាបានទៅមកភាសាដែរពីឆ្នាំ2000ដូច្នេះដើម្បីនឹងរៀនមុខវិជ្ជាគ្រប់បែបយ៉ាងដោយអ្នកស្រីមានភាសាអញ្ចឹងអំពីវិបស្សនាធរៈអញ្ចឹងបើគ្មានភាសាអង់គ្លេសចេះទៅមិនដឹងទៅនិយាយស្ដាប់ធម៌ជាមួយលោកគ្រូអីនឹងយ៉ាងម៉េចទេគេពន្យល់គេបកអីហ្នឹងគឺត្រូវមានភាសាអង់គ្លេសនេះជាភាសាយានដោយយល់ទៅលើកត្តាដោយបានលើកមកបានជាលោកគ្រូអគ្គបណ្ឌិតក្តីមានភាសាអំពីឲ្យសម្ដែងពីភាសាអង់គ្លេសហើយមួយទៀតសំខាន់ចឹងនឹងគឺកូនចៅខ្មែរដែលទៅកើតនៅស្រុកគេនឹងអត់ចេះភាសាខ្មែរច្បាស់លាស់ដូច្នេះបានភាសាអង់គ្លេសនឹងជួយជំនួយដល់អ្នកទាំងនោះហ្នឹងហើយដូច្នេះមិនចូលមកសំណួរលោកគ្រូសួរអំពីមនុស្សយើងបើថាកើតមកហើយបានធនធានបដ ாய் អញ្ចឹងបានសេចក្តីថាឲ្យតែមនុស្សកើតច្រើនមានធនធានច្រើនធនធានមនុស្សច្រើនអានេះគឺបរិមាណអង់គ្លេសហៅថា quantity ប្រាំងហៅថា quantity នោះហ្នឹងហើយប៉ុន្តែវាអត់មែនបរិមាណទេដូចអ្នកស្រីមានភាសាមិញថាការសិក្សាមានតែនៅក្នុងទីរួមខេត្តភាគច្រើនដែលជាគុណភាពដូច្នេះពាក្យថា
បរមានឹងគាត់នៅចំនួនប្រជាជនដែលកើតឡើងពីពោះម៉ែមកហើយនឹងមានចំនួនរាប់លានរាប់កោតអីចឹងមិនមែនជាធនធានមនុស្សទេធនធានមនុស្សគឺបណ្ដោះនៅចំណេះដឹងទាំងផ្លូវលោកទាំងផ្លូវធម៌កាលណាការចេះដឹងនឹងច្រើនហើយបប្រតិបត្តិល្អច្រើនបានកើននៅធនធានមនុស្សណាសាធុទាំងចឹងការសិក្សារៀនសូត្រនេះប្រព្រឹត្តទៅដើម្បីធនធានមនុស្សគឺដើម្បីមានការចេះដឹងច្រើនទៅការចេះដឹងច្រើននៅក្នុងពុទ្ធសាសនាឬក៏ផ្លូវលោកណាបើប្រៀបធៀបទៅនឹងដែលមិនចេះដឹងខុសគ្នាប្រវែងណាដែរចឹងគុណចាស់ប្រៀបតិចមើលចាបើប្រៀបធៀបទៅនឹងការមិនចេះដឹងគឺខុសគ្នាច្រើនប៉ុន្តែមិនអាចវាស់បានគឺថាផ្ទុយគ្នាដូចជាយើងថាផ្ទុយគ្នាដូចមេឃហើយដីអញ្ចឹងឆ្ងាយគ្នាមែនទែនដូចមេឃហើយដីដោយថាការលំងងការមិនចេះដឹងការដែលក្នុងពុទ្ធសាសនាសម្ដែងថាអវិជ្ជានោះគឺដូចជាដីអញ្ចឹងហើយដល់មានបញ្ញាមានពន្លឺមានការចេះដឹងនៅក្នុងពុទ្ធសាសនាដូចជាព្រះអរិយបុគ្គលជាដើមនោះគឺដូចជានៅមេឃអញ្ចឹងហ្នឹងហើយដូច្នេះបានជានៅក្នុងពុទ្ធសាសនាសម្ដែងអំពីបញ្ញាជាប្រទីបដែលបំភ្លឺនៅភាពងងឹតគឺអវិជ្ជានឹងឲ្យឃើញនៅសភាវៈធម៌ពិតជាបរមត្ថដូចជាព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គត្រាស់ដឹងនៅអរិយសច្ចទាំង4នោះឯងនឹងដូចជានៅក្នុងព្រះអភិធម្មព្រះអង្គសម្ដែងអំពីបញ្ញាក្នុងពុទ្ធសាសនានឹងលក្ខណៈទីចតុកៈរបស់បញ្ញាគឺលក្ខណៈរបស់បញ្ញាគឺយថាភូតបដិវេទលក្ខណៈគឺការចាក់ធ្លុះនៅសភាវៈធម៌ពិតដែលកើតឡើងតាមហេតុតាមបច្ច័យនឹងលក្ខណៈរបស់បញ្ញាហើយទី2វិសយោភាសនៈរក្សាគឺការបំភ្លឺនៅអារម្មណ៍តាមសភាវៈធម៌ពិតជាកិច្ចហើយទី3គឺអមោហៈបច្ចុប្បន្នឋានាគឺការមិនវង្វេងជាផលហើយនឹងយោនិសោមនសិការៈបតដ្ឋានាមានយោនិសោមនសិការៈជាហេតុចិត្តនឹងគឺលក្ខណៈរបស់បញ្ញានៅក្នុងពុទ្ធសាសនាគឺបញ្ញាដែលព្រះអរិយបុគ្គលទាំងឡាយមានព្រះសម្មាសម្ពុទ្ធព្រះអង្គចាក់ធ្លុះនៅក្នុងបារមត្តធម៌ដែលបញ្ញខណ្ឌនេះមិនមានសត្វមិនមានបុគ្គលទេមានតែរូបវេទនាសញ្ញាសង្ខារនិងវិញ្ញាណប្រព្រឹត្តទៅតែបន្តគ្នាមិនមានឈប់ឈរហើយបើនិយាយសង្ខេបទៅមានតែនាមធម៌ហើយនិងរូបធម៌តែប៉ុណ្ណោះនឹងក៏លើកទៅហួសពីសំណួរលោកគ្រូបន្តិចទៅហើយប៉ុន្តែថាវាចូលនៅក្នុងបញ្ញាសូមអនុមោទនាគណៈសាធុចឹងណាដូច្នេះសំខាន់ត្រង់ការចេះដឹងដើម្បីនឹងកសាងខ្លួនឯងឲ្យបានល្អក៏អាស្រ័យយកចំណេះដឹងនឹងឯងមកអនុវត្តហើយក៏ជាប្រយោជន៍ដើម្បីដឹកនាំដល់អ្នកដទៃដែលរស់នៅក្នុងពួកក្រុមនៅក្នុងសង្គមនឹងឯងគឺអាស្រ័យការចេះដឹងទៀតណាហើយបើសិនបើមានការចេះដឹងច្រើនទៅទៀតអាចដើម្បីជួយដឹកនាំអ្នកដទៃទៅតាមចំណេះដឹងនឹងចឹងហើយប៉ុន្តែខ្វះការប្រព្រឹត្តបរិបត្តិឲ្យបានល្អខ្លួនឯងណាគឺឃើញថាអាចជួយអ្នកដទៃបានដែរតាមទ្រឹស្ដីតាមចំណេះដឹងហ្នឹងតែវាមិនអាចជួយខ្លួនឯងបានណាដូច្នេះវាតកតងសំខាន់នឹងការប្រព្រឹត្តល្អដោយខ្លួនឯងហ្នឹងដោយកាយដោយវាចាដោយចិត្តទៀតហ្នឹងហើយបើមានការប្រព្រឹត្តបរិបត្តិល្អដោយខ្លួនឯងហើយបាននៅចំណេះដឹងច្រើនប្រសើរទៅអាចដឹកនាំពុទ្ធបរិស័ទឬក៏ប្រពុជននៅក្នុងសង្គមនឹងឯងឲ្យបានចម្រើនធំទលំទលាយទៅអាស្រ័យចំណេះដឹងទៀតណាគុណចាស់ទាំងចំណេះដឹងហើយនឹងទ្រព្យសម្បត្តិក្នុងលោក